ចេះរុំរបួសអត់ទេក្លិនឈាមឆ្អាប់ខ្លាំងណាស់ខ្ញុំមិនជាមនុស្សល្អទេបាទហ៊ានលេងល្បិចជាមួយខ្ញុំណានាងប្រកាសជាស្លាប់អូយសំតោរបួសជ្រៅខ្លាំងណាស់ត្រូវតែដេកមករបួសអញ្ចឹងដេកទៅខ្ញុំគ្រាន់តែឈប់កម្មសិក្សាការងារប៉ុណ្ណោះធ្វើមិនកើតទេចេះខ្ញុំអាចធ្វើបានតែត្រូវប្រើថ្នាំសន្លប់ខ្ញុំរៀបចំរួចហើយប្រយ័ត្នផងបារម្ភខ្លាចរយៈរបួសកុំសម្រាប់ខ្ញុំបានទេខ្ញុំមិនប្រាប់អ្នកណាឡើយខ្ញុំអាចធ្វើពិតជាមិនបានឃើញអ្វីទាំងអស់ខ្ញុំជាមនុស្សល្អណាស់ហើយមាត់ខ្ញុំក៏ចិត្តណាស់ដែរមករបស់នេះពិតជាគួរឲ្យចង់ស្ដាប់ខ្លាំងណាស់ហេតុអីគេមិនសម្រាប់បំបិតមាត់មិនបានទេត្រូវប្រញាប់សម្អាតវាមិនត្រូវឲ្យប៉ះពាល់គេទេសូមបន្ទប់មួយមករកកន្លែងស្នាក់នៅមិនទេបន្ទប់ម្នាក់ឯងបរិយាកាសល្អហើយស្ងាត់ក្រៅពីនឹងអីក៏បានមានបន្ទប់ក្រែធំមួយនៅទំនេរតម្លៃមួយយប់80ស្នាក់នៅ5ថ្ងៃសិនអូខេនៅជាន់ទី2បន្ទប់202ឪពុកម្ដាយគេទៅដាក់ឈ្មោះកូនបែបហ្នឹងឯងមិនបានជាឈ្មោះដូចជាខ្មោចខ្មៅក្នុងវិមានស្ដេចយមរាជយ៉ាងនេះអាយូក្មេងស្រីម្នាក់នឹងពិតជាហ៊ានមែនចៃដន្យខ្លាំងណាស់នាងឈ្មោះអានបងប្រុសកុំខឹងអីខ្ញុំលែងខ្ជិះថ្នាំចេញហើយមិនអីទេអានឈប់ភ័យទេគ្រប់យ៉ាងកន្លងផុតហើយរួចអស់ហើយកុំខ្លាចវិញវិនឥ
អរុនសុស្ដីអានតែធ្វើការហើយចាំមីអេអានចេញពីធ្វើការត្រូវប្រយ័ត្នណាមានរឿងអីមែនទេការប្រយុទ្ធមិញមានរឿងនៅម្ដុំនេះប៉ូលីសចាប់មនុស្សបានច្រើនណាស់ពេលយប់ចេញពីធ្វើការកុំដើរផ្លូវកាត់គ្រោះថ្នាក់ណាស់ដើរវៀងផ្លូវនោះទៅណាចាខ្ញុំអរគុណមិញវិនណាអាយមិនអីទេមករបួសរៀងជ្រៅបន្តិចខ្ញុំសម្រាប់នៅទីនេះពី3ថ្ងៃកុំបារម្ភអីមិនអាចស្លាប់ទេរបស់នេះគាត់ភ្លេចអរុនសុស្ដីនាងមិនអីទេខ្ញុំមិនអីទេមករដូវមែនទេប្រកាសណាស់គឺក្លិនទឹកអនាម័យស្ត្រីក្លិនមានរូបមន្តនិងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េខាងត្បូងផលិតដោយអ្នកជំនាញជាជនជាតិកូរ៉េផ្ទាល់និងត្រូវបានពិសោធន៍ធ្វើតែដោយខាងឡាបួត្រឹមត្រូវនិងច្បាស់លាស់ហើយបញ្ជាក់ថាមានសុវត្ថិភាពក្នុងការប្រើប្រាស់ចម្រាញ់ចេញពីធម្មជាតិមានសារធាតុផ្សំទុកនៅអាស៊ីតឡាតិកដែលជួយបង្កើនបាក់តេរីល្អកម្ចាត់នៅបាក់តេរីអាក្រក់ហើយផ្ដល់នូវកម្រិត pH 4.5 ក្នុងការជួយរក្សានៅកម្រិតតុល្យភាពនៅកន្លែងបន្តពូជបានល្អមានទំនុកចិត្តនិងភាពជឿជាក់ជាមួយ Clean Intimate Wash ចាប៉ិតមែនហើយខ្ញុំទៅឆុងទឹកស្ករឲ្យណាមិនបាច់ទេកុំក្រែងចិត្តខ្ញុំអីណាខ្ញុំយ៉ាងណាក៏ជាគ្រូដែរណាចាំខ្ញុំទៅឆុងទឹកស្ករឲ្យនាងសម្រាប់ចុះមិនបានទេត្រូវរកវិធីយកលុយឲ្យគាត់សកត់កន្លែងនេះឲ្យជាប់កុំសកត់ខ្លាំងពេកធ្វើមួយអរគុណអ្នកគ្រូពេទ្យជាតិប្រយ័ត្នបន្តិចអានអ្នកគ្រូពេទ្យលីជប់មិញនេះប្រើថ្នាំសន្លប់មែនទេចាជប់មិញមានគេមកពេលអ្នកគ្រូបិទទ្វារមានមនុស្សម្នាក់មកដល់គាត់ដួលម៉ូតូរបួសត្រូវដេកជង្គង់បួសមកជិលអូលោកបង្កើតលើបឿនហូរថ្នាំទៀតហើយតែលោកដឹងទេបើថ្នាំនេះលឿនពេកនឹងធ្វើឲ្យវិលមុខចង់ក្អួតអានមើលគាត់ផងណាតាមលើបឿននេះកន្លះម៉ោងទៀតគឺនឹងអស់ហើយចាអ្នកគ្រូទៅសម្រាប់ចាស់ទីនេះតើខ្ញុំមកការខុសត្រូវអូខេអរគុណច្រើនចារបស់នាងល្អខ្លាំងណាស់មើលទៅប្រហែលជាប្រកែបង្កើតកូនហើយអើយអ្នកគ្រូប៉ាឡេនក ុំខ្លាចអីនៅស្ងៀមទៅគ្រូប៉ាឡេនតែសាច់មិនអត់ទៀតជានៅសម្រាប់នាងចោលនៅឲ្យស្ងៀមទៅបាទឯងហ៊ានម្ដងទៀតយើងនឹងសម្លាប់ឯងចេញឲ្យឆ្ងាយទៅគេទៅបាត់ហើយអរគុណខ្ញុំមកប្រូថ្នាំមុខរបួសរហែកបាត់ទៅហើយចាំខ្ញុំរំរបួសឲ្យលោកភ្លាមលោកមកខាងនេះមើលទៅគាត់មិនមែនជាមនុស្សអាក្រក់ទេអូយសំតោនាងពិតជាគួរឲ្យតាក់ទាញណាស់បើសិនជាអាននៅរស់នាងប្រហែលជាសកលនេះដែរខ្ញុំមិនបានប្រាប់លោកទេថាមុខរបួសមិនត្រូវឲ្យត្រូវទឹកនោះភ្លេចរឿងខាត់ឡើងថ្ងៃនេះ
អរគុណលោកច្រើនណាស់ សូម្បីតែខ្ញុំក៏ខ្លាចដែរបែរជាមកខ្លាចរឿងបាននេះទៅវិញវាគ្រាន់តែរឿងតែងទួចទេ លោកប្រុសតែរបួសដោយសារអ្វីអប្រកាសលុយក្នុងអាវនោះតែលោកជាអ្នកដាក់មែនទេ អោះមែនហើយ ខ្ញុំលើមិញវិនប្រាប់ថាការពី2ថ្ងៃមុននោះនៅផ្លូវខាងក្រោយនោះប៉ូលីសចាប់មនុស្សអស់ហើយណា នាងម្នាក់នេះតានាងគិតអីចេះបានហើយឈុំនិយាយទៅខ្ញុំគ្មានពេលស្ដាប់នាងទេណាយកទៅ មិនបាច់ទេខ្ញុំត្រូវសងលុយលោកវិញលុយថ្នាំថ្ងៃមុនអស់220នេះជាលុយដែលនៅសល់ បានហើយណាយកទៅចុះផ្ទាំងនាងនៅណា ខ្ញុំ គឺខ្ញុំជូននាងទៅផ្ទះ ផ្ទះខ្ញុំមែនទេ តើខ្ញុំជូនទៅ មិនបាច់ទេខ្ញុំទៅខ្លួនឯងបាន ចុះបើសិនជាគេចាប់តាមផ្លូវចុះបើសិនជាគេមានបំណងអីនោះ ខ្ញុំគិតថាលោកជាមនុស្សល្អអញ្ចឹងលុយនេះទុកចាស់របស់លោកធ្ងន់ណាស់ចិត្តទៅទិញអាហារបំពន់ដើម្បីឲ្យឆាប់ជាទៅណា នាងពិតជាមនុស្សដែលគិតប្លែកប្លែកចាំណានៅក្នុងលោកនេះគ្មានមនុស្សល្អច្រើនទេពិសេសមនុស្សប្រុសលើកក្រោយកុំធ្វើបែបនេះដាក់ប្រុសណាអសោះឬទេ បងធំកុំធ្វើអញ្ចឹងអី ត្រូវធ្វើផ្ទាល់បែបនេះខ្ញុំមិនចេះបិទភ្នែកស្រីហើយណានោះទេរៀនចេះហើយនៅពិតជាល្ងងមែនបន្ទាប់ពីនិយាយរួចត្រូវដកជើងហើយក៏រត់ឲ្យលឿនទៅខ្ញុំទៅចាំនេះខាងក្រៅ អ្នកម៉ែខ្ញុំជួបមនុស្សម្នាក់ដូចបងប្រុសណាបើបងប្រុសអានស៊ីនៅរស់ប្រហែលជាមានចរិតដូចកូនគួរឲ្យស្ដាយរឿងវាបានកន្លងផុតទៅហើយមកដល់ផ្ទះហើយលោកឈ្មោះអីដែរ គ្មានឈ្មោះទេ អូខេមិនអីទេអរគុណច្រើនណាស់មនុស្សគ្មានឈ្មោះ ឡើងទៅលើទៅ រាត្រីសួស្ដី ហេតុអីក៏ខ្ញុំមានអារម្មណ៍ថាដូចក្មេងស្រីនៅម្លេះណាមីផឹកស្រាប្រយ័ត្នប៉ះពាល់ដល់សុខភាព លុតជង្គង់ចុះខ្ញុំប្រាប់ឲ្យលុតជង្គង់ថ្ងៃក្រោយកុំបង្ហាញក្តីអាណិតនៅមុខខ្ញុំបើមិនដូច្នោះទេលើកក្រោយមិនមែនត្រឹមតែលុតជង្គង់នោះឡើយចាំទុក មីងស្រឡាញ់គេមែនទេ គិតថាការពារនាងបានទេនាងគង់តែស្លាប់ដដែលអញមិនសម្លាប់នាងក៏អ្នកផ្សេងគេធ្វើដែរអ្នកដែលគួរឲ្យនាងស្លាប់ដោយស្រួលនោះអ្នកដតីមិនមេត្តានោះទេ រស់រឿងគាត់ធ្វើស្អី មិនចង់ឲ្យគាត់ធ្វើបាបខ្លួនហេតុអីក៏ធ្វើបាបខ្លួនឯងបែបហ្នឹង គាត់គឺជាមេរៀនរបស់ពួកយើងត្រូវតែចាំឲ្យបានច្បាស់កុំឲ្យមានចិត្តទន់ជ្រាយ
បើមិនចង់ដូចគាត់ទោះបីជានៅរស់ក៏ដូចជាស្លាប់ចិត្តរបស់នាងគឺបានស្លាប់បាត់ទៅហើយ ហេតុអីក៏គាត់មិនទាន់ទៅបើសិនជាអាននៅរស់នាងប្រកាសជាធំប្រហែលជានាងចឹងហើយរៀងដូចជាកូនទន្សាយតូច អាក្មេងល្អិនពិតជាក្លាហានណាស់ហ៊ានលេងសើចជាមួយយើង បងប្រាប្អូនស្រីបងប្រាកាប់បបលុយឯងនៅណា យើងរកបេះដូងឲ្យប្អូនរបស់ឯងបានតែយើងមិនមែនជាមនុស្សចិត្តបុណ្យ មានលក្ខខណ្ឌអីខ្លះ អ្នករស់ពីជំរំស្លាប់ទើបមានសិទ្ធិចរចាជំរំស្លាប់ជាកន្លែងបណ្ដោះបណ្ដាឃាតករត្រូវឈ្នះមនុស្សជាច្រើនទើបមានលុយព្យាបាលប្អូនស្រីរបស់ឯងណាតែរាងកាយប្អូនស្រីឯងប្រហែលជាចាំឯងរៀនមិនចប់ទេមិនអីទេឲ្យតែអាល្អិតឯងព្រមចូលរួមយើងនឹងព្យាបាលប្អូនឯងឲ្យជាតើយល់ព្រមដែរទេហ៎ យកព្រមខ្ញុំនឹងទៅទីនោះ បងប្រាកុំទៅអីបងប្រា ទោះបីជាវះកាត់ក៏អាននៅតែស្លាប់នៅចំពោះមុខខ្ញុំនៅក្នុងជំរំមកពីកែភ្នែករបស់នាងដូចជាអានពីទើបបានជាចិត្តរបស់ខ្ញុំច្របោកច្របល់បែបនេះ មករបួសតាយ៉ាងម៉េចទៅហើយ លាក់ទុកឲ្យឯងនៅដឹងទៀតហ៎ ត្រូវហើយរឿងគ្រួសារត្រកូលជាងឃើញត្រកូលលីមិនអន្តរាគមន៍រឿងគម្រោងអភិវឌ្ឍថ្មីនៅក្នុងគម្រោងដ៏ធំមួយនោះលោកជៀនឲ្យយើងដោះស្រាយនិងផ្ដោះមេរៀនខ្លះឲ្យវាកូនទី3ត្រកូលជាងជួបគ្នានៅកន្លែងគ្រួសារលីនយប់ស្អែក គ្រូសាលីននៅទីនោះពិតជាពូកែខាងលីងល្បិចណាស់ ត្រឡប់ទៅមើលថែខ្លួនផង បាទ អ្នកគ្រូពេទ្យលីនអានតិចទៀតនឹងតមុនចាស់ខ្ញុំជួយមើលឲ្យអរគុណច្រើនអ្នកគ្រូហើយយ៉ាប្រញាប់ត្រៀបចាំអីវ៉ាន់ទៅបើអត់ឡានក្រុងណាគឺត្រូវចាំកន្លះម៉ោងទៀតឯណោះនៅជ័យក្រុងពិបាករកឡានណាកុំបារម្ភអីពូវាងគាត់នឹងមកទទួលខ្ញុំអញ្ចឹងល្អហើយអេជួយយករបស់នេះផងណាប្រគល់ឲ្យនាយកចិនអ្នកគ្រូពេទ្យអ្នកគ្រូពិតជាមនុស្សល្អណាស់ល្អចំពោះខ្ញុំល្អចំពោះម៉ាក់ហើយតែងតែជួយដល់ក្មេងកំព្រាជានិច្ចខ្ញុំអរគុណចំនួនក្មេងៗផងចា៎នាយកចិនជាមនុស្សស្មោះត្រង់ខ្ញុំជួយតាមសមត្ថភាពខ្ញុំគ្រាន់តែមានទឹកចិត្តប៉ុណ្ណោះឯងប្រញាប់ទៅចាស់ទៅអរគុណច្រើនលីហើយតាមសម្រួល ណែសៀន លោកបងខ្លួនខ្ញុំគឺមានតែ500ប៉ុណ្ណោះ យប់ជ្រៅបែបនេះនាងចេញមកក្រៅចង់ស្លាប់មែនទេ ហេតុអីក៏នាងនៅទីនេះ ខ្ញុំ ខ្ញុំមានរឿងត្រូវដោះស្រាយឯងត្រឡប់ទៅវិញទៅ យល់ហើយម្នាក់នេះទៅឲ្យបងចុះ
លោកម្ចាស់នៅក្បែរនេះគឺមានរណ្ដៅមួយជ្រៅបងធំចាត់ការស្អាតផងកុំឲ្យគេជីករកឃើញ ស្រីនេះក៏មិនអន់ដែរហើយក៏នៅបរិសុទ្ធទៀត ប្រកាសណាគឺក្លិនស្ទឹកអនាម័យស្ត្រីក្លិនមានរូបមន្តនិងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េខាងត្បូងផលិតដោយអ្នកជំនាញជាជនជាតិកូរ៉េផ្ទាល់និងត្រូវបានពិសោធន៍ធ្វើតេស្តដោយខាងឡាបូត្រឹមត្រូវនិងច្បាស់លាស់ហើយបញ្ជាក់ថាមានសុវត្ថិភាពក្នុងការប្រើប្រាស់ចម្រាញ់ចេញពីធម្មជាតិមានសារធាតុផ្សំទុកនៅអាស៊ីតឡាតិកដែលជួយបង្កើនបាក់តេរីល្អកម្ចាត់នៅបាក់តេរីអាក្រក់ហើយផ្ដល់នូវកម្រិត pH 4.5 ក្នុងការជួយរក្សានៅកម្រិតតុល្យភាពនៅកន្លែងបន្តពូជបានល្អមានទំនុកចិត្តនិងភាពជឿជាក់ជាមួយ Clean Intimate Wash លែងខ្ញុំទៅបានទេខ្ញុំមិនប្រាប់អ្នកណាទេ នាងនៅបរិសុទ្ធហ៎ ចាប៉ាត់មែនហើយ នៅមិនព្រមទៅទៀតចង់មើលឃើញខ្ញុំធ្វើការ មិនហ៊ានទេខ្ញុំទៅហើយ ចាក់ចេញពីទីនេះហើយរត់ឲ្យលឿន លែងខ្ញុំដាក់ខ្ញុំចោលទេ បាទគុំតែមានខ្ញុំនៅទីនេះនាងប្រកាសជាញ៉ាំបាត់ទៅហើយ ខ្ញុំក៏មិននឹកស្មានថានឹងជួបលោកនៅទីនេះដែរ យប់ជ្រៅហើយនេះក៏មកកន្លែងស្ងាត់បែបនេះ ខ្ញុំត្រឡប់ទៅមកដូចកុមារកំព្រាឡានក្រុងអស់ហើយត្រូវដាច់ទៅថ្ងៃនេះពូវាងគាត់របួសជើងគាត់មិនបានមកទទួលទេ ប៉ុន្មានថ្ងៃនេះកុំទៅណាអសោះនៅក្នុងបន្ទប់បានហើយកុំដើរចេញក្រៅណាពួកគេចំការងារនឹងទៅវិញ លោកមិនមែនជាមនុស្សអាក្រក់ហេតុអ្វីបានលោកធ្វើរឿងបែបនេះ មិនក៏ខ្ញុំមិនមែនជាមនុស្សអាក្រក់ លោកជួយខ្ញុំពីរដងហើយបញ្ជាក់ថាលោកមានចិត្តល្អលោកបដូរការងារបានទេប្រយ័ត្នបើគេចាប់លោកបាននោះគ្រួសារលោកនឹងមិនសប្បាយចិត្តទេណាបងប្រុសខ្ញុំមិនព្យាបាលទៀតទេកុំធ្វើរឿងអាក្រក់ដើម្បីខ្ញុំកុំទៅធ្វើជាចោរបើគេចាប់បងបានក្នុងโลกនេះគឺមានការងារច្រើនណាស់ការងារសុចរិតក៏មានច្រើនធ្វើអ្វីក៏បានជោគជ័យឲ្យតែដើរផ្លូវត្រឹមត្រូវខ្ញុំ នាងរើប្រយ័ត្នត្រូវរបួសទៀតណា លោកលែងខ្ញុំសិនទៅ ហើយចុះបើសិនជាខ្ញុំមិនលែងនោះ យ៉ាងណាក៏ខ្ញុំដឹងលោកមិនមែនជាមនុស្សអាក្រក់ ខ្ញុំមិនមែនជាមនុស្សល្អទេមនុស្សល្អមិនមែនធ្វើបែបនេះឡើយនាងមិននៅក្បែរមិនសមទេ នេះគឺជាអារម្មណ៍នៃការថាពី ហេតុអីក៏មករុញខ្ញុំចេញ ចង់សាកបន្តិច មិនដែលថើបជាមួយមនុស្សប្រុសទេ មិនដែលតែចង់ដឹងនឹងណា បើសិនជាប្រុសនោះមិនមែនជាខ្ញុំតែនាងទទួលបានណា តែលោកឈប់តែហាញ់តាដូច្នេះលោកមិនបន្តទេខ្ញុំមានបងប្រុសម្នាក់គាត់មានចរិតដូចលោកណាមាត់រឹងតែចិត្តទន់មិនអាចធ្វើបាបខ្ញុំនោះទេលោកដូចជាគាត់ណា នាងកុំទុកខ្ញុំជាគេណា លើកដំបូងដែលជួបលោកជួបគ្នានៅ clinic នោះខ្ញុំមានអារម្មណ៍ថាលោកមានសមោលបងប្រុសរបស់ខ្ញុំថ្ងៃដែលខ្ញុំរំរបួសឲ្យលោកខ្ញុំតែងតែគិតថាពេលគាត់ធំឡើងគឺនឹងដូចលោកស្មារបស់គាត់ទ្រូងរបស់គាត់ប្រហែលជាដូចលោកអញ្ចឹងអារម្មណ៍មួយនេះវាពិតជាចម្លែកណាស់ ចម្លែកយ៉ាងម៉េចទៅ ខ្ញុំប្រហែលជាចូលចិត្តលោកខ្ញុំចង់នៅក្បែរជានិច្ចប៉ុន្តែខ្ញុំមានអារម្មណ៍ខុសហេតុអីទៅឃើញសមោលគាត់លើរូបលោកប៉ុន្តែពេលនោះនៅពេលដែលលោកថាបមាត់ខ្ញុំនាទីនោះគឺខ្ញុំចង់ថាបលោក
ចង់ដឹងអារម្មណ៍ពិតប្រាកដប៉ុន្តែវាខុសគ្នាលោក នាងម្នាក់នេះចង់គិតស្អីចេះនាងប្រហែលជាមកវិញហើយនាងម្នាក់នេះចង់គិតស្អីចេះនាងប្រហែលជាមកវិញហើយ ម៉ាក់នាយិកាធ្លាប់ប្រាប់ថាមនុស្សខ្លះណានៅពេលដែលបាននៅក្បែរហើយនឹងកាត់ចិត្តស្រឡាញ់ខ្ញុំថាលោកគឺជាក្តីស្រឡាញ់ខ្ញុំ ស្រឡាញ់មនុស្សដែលគ្មានថ្ងៃស្អែកដូចខ្ញុំអញ្ចឹងហ៎ដឹងថាគ្មានលទ្ធផលបន្តទៀតទេហ៎ បើយើងមិនសាកមិនអ្នកដឹងទេ មនុស្សស្លាប់រស់ឡើងវិញទេ មិនបានទេ ដឹងតែធ្វើមិនបានហេតុអីក៏នៅតែធ្វើនាំផ្លូវទៅ គេហៅលោកថាម្ចាស់ពិឃាតខ្ញុំហៅអញ្ចឹងបានទេ ហើយអីក៏ហៅទៅ អញ្ចឹងប្រាប់ឈ្មោះពិតប្រាកដបានទេ ខ្ញុំគ្មានឈ្មោះមើលផ្លូវផងហ្វាងអូជាវ ហ្វានអូជីវ មើលផ្លូវ អាចារ្យហ្វានអូជីវ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  នៅមិនទាន់ទៅទៀតហ៎ ទៅហើយចង់មើលរឿងល្អទៀតហ៎អីយ៉ាស្ដេចពិឃាតរបស់យើងពាក់កណ្ដាលត្រៀនលីមនុស្សស្រីចូលទៅក្នុងព្រៃស្ងាត់ស្គាល់បងច្រើនឆ្នាំមកហើយទើបតែឃើញលើកទី1ទេ ឡើយបាយពេលដែលស្រឡាញ់គេមានអារម្មណ៍យ៉ាងម៉េចដែរ ការស្រឡាញ់ម្នាក់នោះនិងការស្រឡាញ់ម្នាក់នេះចង់សួរអារម្មណ៍មួយណាខ្ញុំគ្រាន់តែដឹងថាមនុស្សប្រុសដែលស្រឡាញ់នាងខ្លាំងមិនដាច់ចិត្តសម្លាប់ទេទុកជីវិតឲ្យគេនៅរស់ខ្ញុំជាអ្នកបាញ់បញ្ចប់ហ្វាន់អូជីវមិនចង់ទទួលបញ្ជាសម្លាប់គេក្នុងនាមជាបងប្អូនល្អសូមដាស់តឿនបងបន្តិចបើស្រឡាញ់នាងពិតមែនត្រូវលាក់នាងឲ្យជិតបំផុត អញមិនបាច់លាក់បាំងទេខ្ញុំមិនឲ្យមានចំណុចខ្សោយទេ ជឿប្រយ័ត្នផង មិនបាច់ឲ្យលុយខ្ញុំច្រើនទេទុកលុយខ្លះឲ្យខ្លួនឯងត្រូវរៀនតុបតែងខ្លះទៅទិញកៅអៅថ្មីថ្មីនៃទិញគ្រឿងសម្អាងប្រើប្រាស់ទៅខ្ញុំត្រូវទិញកៅអៅថ្មីថ្មីនិងទិញគ្រឿងសម្អាងប្រើប្រាស់មែនទេខ្ញុំមិនហ៊ានទទួលនោះទេគឺបងប្រុសអានស៊ីរបស់ឯងជាអ្នកថែរក្សាអានស៊ីអើយឯងជាក្មេងដែលចេះដឹងម៉ាក់នាយិកាយើងសន្យានឹងគាត់ហើយថាត្រូវរស់នៅឲ្យសប្បាយមែនហើយយើងបានសន្យានឹងគេត្រូវរស់នៅដោយរីករាយម៉ាក់នាយិកាយកទុកទៅគ្រូប៉ែតបានប្រាប់អស់ហើយខ្ញុំរស់មិនបានប្រហែលថ្ងៃទៀតទេចុះហាត់តលេខាទៅនឹងទទួលបានលុយយ៉ាងច្រើនអាចទិញកៅអៅថ្មីថ្មីឲ្យប្អូនស្រីបានកុំបារម្ភអីម៉ាក់នាយិកាខ្ញុំបានជួបមនុស្សម្នាក់គាត់ដូចជាបងអាន់ស៊ីណាពិតមែនទេរកអ្នកដែលដូចអាន់ស៊ីពិបាកណាស់គេរឹងមាំតែចិត្តទន់ភ្លន់មាត់រឹងដូចដែករឹងជាងដែកទឹកទៀតមុខងាប់ដាក់គេតាមពិតទៅក្នុងចិត្តវិញនោះគេចង់បានការថែទាំត្រូវហើយមាត់កាច់សាហាវចិត្តល្អខ្លាំងថែមទាំងពូកែប្រច័ណ្ឌទៀត ចាំទុកណាមនុស្សល្អមានតិចមនុស្សប្រុសមិនមែនសិតតែល្អទាំងអស់នោះទេដូច្នេះចេញពីទីទៅ លោកមិនមែនទេអើយឡើងខ្ញុំគេជាមនុស្សបែបណាហេតុអីគេជួយរហូតរាល់ពេលដែលខ្ញុំត្រូវការជំនួយគេតែងតែមកដល់អានចាប់ការងារហើយខាងក្រៅរោលភ្លៀងហើយណោះ
អ្នកគ្រូប៉ាលីខ្ញុំសុំខ្ចីកុំព្យូទ័រចង់ចម្លងចម្រៀងបន្តិចខ្ញុំទៅតែយឺតបន្តិចមិនអីទេកុំឲ្យយប់ពេកនេះ7ថ្ងៃហើយមិនបានប្រាប់ឲ្យគេមកកាត់ធ្នេទេឬអីរងចាំមកភ្លែនរងចាំស្រីនោះចេញមកតែផ្លូវវាយវាពួយជាងចាំសបាយ មិនបាច់ចាំទេ គឺជាឯងទៀតហើយកាត់ក្បាលឯងចោលម្ដងផ្លូវរស់មិនចង់ដើរផ្លូវស្លាប់ឯងមកដល់ខ្លួនឯងកំពុងតែចង់រកឯងល្មមពួកយើងសម្លាប់វាទៅសម្រុកចូលកំរូនមិនគេរត់មកទីនេះតាបាត់ទៅណា នៅទីនេះតា ផ្លូវទាល់ហើយនៅពីនេះឯងមិនអាចហោះទៅណារួចទេសម្រុកចូលលបងធម្មមិនដឹងថាជារបស់លបងលែងហ៊ានទៀតហើយ បាក់ពួកឯងណែណា ខ្ញុំមិនដឹងទេ ដឹងទេថារបស់នេះគ្រប់គ្រងដោយគ្រួសារលីនមានសុំទោសហើយណា ទុកជីវិតផលលបងធំមិនដឹងថាលបងជាមនុស្សលីនបើដឹងខ្ញុំក៏មិនហ៊ានទេមិនហ៊ានប៉ះពាល់ស្រីលបងទេ ស្ដាប់ឲ្យច្បាស់ណានេះជាលើកចុងក្រោយហើយគ្មានលើកក្រោយទៀតទេបើឃើញឯងទៀតក្បាលឯងនឹងខ្ទេចហើយ ដឹងហើយ តាំងពីយប់នោះកន្លងទៅបាត់គេកន្លះខែហើយគឺគេបាត់សមល់ឲ្យឈឹងតែម្ដង តើខ្ញុំកំពុងតែធ្វើអ្វី លបងអ្នកគ្រូពេទ្យនេះមិនស្លៀកពាក់ពេទ្យខ្ញុំមើលមិនស្គាល់ទេជួបខ្ញុំមានកាយ មានការចង់សួរបន្តិចតើមានស្គាល់លោកហ្វាន់អូជីវទេ មិនស្គាល់ទេអ្នកគ្រូពេទ្យនេះមិនក៏សួរឈ្មោះគេនឹង ឈ្មោះនឹងមានអី បងអូនប្រុសខ្ញុំធ្លាប់មកឲ្យអ្នកគ្រូរុំរបួសឲ្យខ្ញុំជំពាក់គុណអ្នកគ្រូខ្ញុំប្រាប់ដោយសប្បុរសហាមសួររកឈ្មោះម្នាក់នេះ ហេតុអីទៅលោកស្គាល់គេ ខ្ញុំគ្រាន់តែជាសន្តិសង្ឃមិនស្គាល់អ្នកធំទេអ្នកគ្រូនេះអ្នកគឺជាមនុស្សល្អពួកគេគឺជាមនុស្សសាហាវត្រូវតែនៅឲ្យឆ្ងាយនៅវិមានយមរាជគឺមានខ្មោចពីរនាក់ឃាតករសនិងឃាតករខ្មៅគឺឈ្មោះហ្វាន់អូជីវ មានន័យថាខ្ញុំជួបខ្មោចមិនមែនមនុស្សទេមែនទេ និយាយតិចសាហាវជាងខ្មោចទៅទៀត មនុស្សនេះគួរឲ្យខ្លាចម្ល៉េះ ពាក្យចាស់ពោលថាមានលុយជួលខ្មោចកាន់ម្សៅវាមានយមរាជស៊ីឈ្នួលធ្វើការកខ្វក់អ្នកទាំងពីរអ្នកនឹងទៅណាមកណាជាមួយគ្នាដូចជាខ្លួននឹងសមោល ជប់ប្រលប់នោះម្នាក់សម្នាក់ខ្មៅអាចជាគេ ក្នុងវិមានយមរាជនោះមានមន្ត្រីខ្មោចស្ដេចខ្មោចសុទ្ធតែជាមនុស្សអាក្រក់បើក្មេងស្រីនាងកំពុងតែជួបគេជៀសឲ្យឆ្ងាយបំផុតខ្ញុំនិយាយតែប៉ុណ្្នឹងទេ ខ្ញុំយល់ហើយ អ្នកគ្រូពេទ្យដើរពេលយប់មិនសុវត្ថិភាពទេបញ្ញាប់ត្រឡប់ទៅវិញទៅ អរគុណលោកបងធំ នាងក្មេងម្នាក់នេះប្រកាសជាលក់បានថ្លៃជាមិនខានទេ នៅមកឲ្យគាត់ធំបែបនេះខ្ញុំប្រហែលជាមិនបានជួបទៀតទេមើលទៅនោះ មិនដូចចរិតសោះថ្ងៃនេះឯងប្រកាសជាសួយធំហាបើមិនចឹងស្រីនឹងរងគ្រោះធ្វើពុតជាល្អឯងជាតិក្រោយធ្វើជាមនុស្សល្អទៅ
ឯងគួរតែធ្វើជាមនុស្សល្អ ចាប់កាន់មកសិក្សាការងារឲ្យអបអរសាទរខ្លាចជាបុគ្គលិកពេញសិទ្ធទៅណែនាំខ្លួនទៅតែខ្ញុំនឹកអ្នកគ្រូណាខំប្រឹងឡើងអូមែនហើយគ្រូពេទ្យចាងកំពុងរកឯងឲ្យជួលបន្ទប់ចង់ទៅទីនោះទេនេះឆ្ងាយពេកអាចនឹងពិបាកធ្វើដំណើរទៅធ្វើការខ្ញុំនៅទីនោះសមហើយម្យ៉ាងទៀតថ្លៃជួលនៅនោះគឺវាថ្លៃពេកខ្ញុំនៅផ្ទះមិត្តភ័ក្តិមិនបាច់បង់ថ្លៃទឹកថ្លៃភ្លើងចំណេញលុយបានច្រើនណាស់ណាអញ្ចឹងក៏បានដែរឲ្យទៅរស់សុខសប្បាយទៅបានហើយខ្ញុំកំពុងតែរំពឹងអីចង់ជួបគេមែនទេគ្រួសារជានៅតាមផ្លូវប្រហែលជា3ម៉ោង សុំទោសផងលើកនេះពិបាក10ម៉ោងហើយ ខ្ញុំទេអត់ត្រូវសុំទោសបើសិនជាគ្មានឯងទេរបួសប្រកាសជាធ្ងន់ជាងនេះបើសិនជាលោកជៀនត្រូវបន្ទោសក៏ត្រូវតែបន្ទោសយើងដែរ អោះមែនហើយបងធ្លាប់សួរខ្ញុំថាការស្រឡាញ់មានន័យអីហ៎ ជាកំហុសរបស់ឯងដែលមិនការពារគេរឿងតាវិយ៉ាមិញ ពួកយើង ពួកឯងពិតជាមិនខ្លាចងាប់ទេ មែនហើយខ្ញុំស្រឡាញ់នាងគឺស្រឡាញ់នាងដល់ឆ្អឹងតែម្ដងបដូរជីវិតក៏ព្រម ប្រាប់ក្មេងៗទៅកុំធ្វើឲ្យបាយការឲ្យសោះហើយឯងត្រូវតែប្រុងប្រយ័ត្នផង អរគុណបងធំ អរគុណស្អីរឿងរបស់យើងមិនថាឯងមិនដឹងទេ ហ្វាន់អូជីវ តើអ្នកនាងមានការអីមែន សុំតផងតាមពិតខ្ញុំមកច្រឡំតា មនុស្សស្រីដែលបងធំបារម្ភគឺជាពេទ្យតូចម្នាក់នេះសោះ ជួយផងលោក អ្នកស្អីក៏ច្រាមម្លេះ លោកនៅទីនេះមែនទេចុះហ្វាន់អូជីវនៅណាគេយ៉ាងម៉េចហើយគេឈឺមែនទេគេមិនទាន់ មិនតាន់ងាប់ទេ ចុះឈ្មោះសម្រាប់នៅពេទ្យមិនមែនឈ្មោះនឹងទេពួកលោកមកធ្វើអីមកធ្វើបេសកកម្មមែនហើយលើកមុនគេរបួសគេជាហើយនៅគ្រាន់បើជាមុនទេ បាត់មាត់ទៅហីមិនក៏សួរច្រាមម្លេះឲ្យឆ្លើយមួយណាអាចថាមកទីនេះដើម្បីរំលឹកនាងបើឃើញលើកក្រោយធ្វើពុតជាមិនស្គាល់បើមិនអញ្ចឹងទេប្រកាសជាស្លាប់ខ្លួនជាមិនខានគ្រាន់តែបន្លាចនាងបន្តិចសោះមើលទៅដូចជាភ័យខ្លាំងណាស់ណែខ្ញុំលេងសើចទេខ្ញុំហៅនៅបងធំមកដោះស្រាយរឿងខ្លះអ្នកទាំងពីរជាមិនរួចទេតែបើឃើញគ្នាគួរតែធ្វើឲ្យឆ្លាតបន្តិចទៅកុំឲ្យអ្នកដទៃដឹងថានាងស្គាល់គាត់ ចាលោកវិញនោះ ត្រូវមិនស្គាល់គ្នាដែរ គាត់សុខសប្បាយជាទេ ឥឡូវគ្រាន់បើតែបន្តិចទៀតគឺមិនដឹងទេខ្ញុំនឹងបង្កបញ្ហាបន្តិចទៀតគាត់នឹងត្រូវរងជាមួយខ្ញុំគឺវាយគ្នា ត្រូវគេវាយ 2 ម៉ោងកន្លះទៀតគេនឹងដេញពួកយើងចេញពីមន្ទីរពេទ្យហើយយកទៅសន្តាគារ ហេតុអីទៅពួកលោកខ្លាំងតាមិនមែនជាខ្មៅទេ គាត់ប្រាប់នាងដែរគឺ3 ម៉ោងទៀតតែមើលថែគាត់ទៅ
លោក មិនបាច់និយាយ ប្រកាសណាស់គឺក្លិនទឹកអនាម័យស្ត្រីក្លិនមានរូបមន្តនិងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េខាងត្បូងផលិតដោយអ្នកជំនាញជាជនជាតិកូរ៉េផ្ទាល់និងត្រូវបានពិសោធន៍ធ្វើតេស្តដោយខាងឡាបូត្រឹមត្រូវនិងច្បាស់លាស់ហើយបញ្ជាក់ថាមានសុវត្ថិភាពក្នុងការប្រើប្រាស់ចម្រាញ់ចេញពីធម្មជាតិមានសារធាតុផ្សំទុកនៅអាស៊ីតឡាតិកដែលជួយបង្កើនបាក់តេរីល្អកម្ចាត់នៅបាក់តេរីអាក្រក់ហើយផ្ដល់នូវកម្រិត pH 4.5 ក្នុងការជួយរក្សានៅកម្រិតតុល្យភាពនៅកន្លែងបន្តពូជបានល្អមានទំនុកចិត្តនិងភាពជឿជាក់ជាមួយ Clan Intimate Wash ផានអូជីវបង្កបញ្ហាញ៉ៃញ៉ៃអីទៅមានរឿងអីហ្នឹងហេតុអីក៏យល់ម្លេះអ្នកគ្រូនាងបន្ទប់ B1L9 សាច់ញាតិគេសាហាវណាស់គួរឲ្យខ្លាចទេលោកគ្រូពេទ្យជួថាបន្ទប់ B1L9 ជាគ្រួសារមានអំណាចនេះជាការក៏ខ្លាចដែរអង្គរៈ2នាក់នោះត្រូវគេវាយចិត្តងាប់បាត់ទៅហើយឥឡូវនេះកំពុងតែលុតជង្គង់នៅខាងក្នុងឡើយទេណាពិតជាគួរឲ្យខ្លាចណាខ្ញុំតែបដូរថ្នាំបដូរថ្នាំក្រែបបន្ទប់ B119 ចូលមកបែតឯងមិនក៏អន់ខ្លាំងម្លេះមិនក៏នៅតែមិនតាន់ដឹងខ្លួនទៀត គាត់ មកបដូរថ្នាំមែនទេ ចា នៅឈរធ្វើស្អីទៀត ហេតុអីក៏នាងនៅទីនេះនាងល្អិតកុំមើលផ្ដេសផ្ដាស់ណា អ្នកជំងឺគ្រាន់តែអស់កម្លាំងប៉ុណ្ណោះសម្រាប់បន្តិចនឹងដឹងខ្លួនហើយ នាងល្អិតកុំចេះដឹងពី ចេញទៅ ខ្ញុំមានអារម្មណ៍ថាអ្នកទាំងពីរ ចេញ អ្នក ទៅ ស្រីល្ងងម្នាក់មិនប្រញាប់ចេញទៀត ធ្វើមិនជួយគាត់បានទេអ្នកគ្រូនីងចាំមិនហើយគេធ្វើបាបអ្នកគ្រូដែរទេអត់មានទេអញ្ចឹងគ្រាន់បានតិចថ្ងៃនេះខ្ញុំអរគុណណាស់ខ្ញុំពិតជាឆ្ងល់ពួកអ្នកមានទាំងនោះមិនដឹងរស់នៅយ៉ាងម៉េចទេពេលខ្លះគឺមានអារម្មណ៍ថាដូចជានៅក្នុងបឡោមលោកអញ្ចឹងខ្ញុំគឺជាម្នាក់ដែលសោយបំផុតនោះឯងអូមែនទេអ្នកគ្រូមិនដឹងទេសប្តាហ៍មុនប្រពន្ធសេដ្ឋីម្នាក់ចង់ដូរបេះដូងកូនបង្កើតឲ្យតែកូនចម្លែកខ្លាំងណាស់មែនទេនៅមានទៀតអ្នកគ្រូនីងខ្ញុំគួរធ្វើម៉េចទៅសុំតបផងខ្ញុំហាត់បន្តិចហើយនាងនេះនាងបានកាត់បន្ទប់មកពីណា របស់សៀនិយាយថាលោកមានរបួសគាត់ឲ្យខ្ញុំមកជួយរំរបួសឲ្យលោក ចេះដឹងមែនហើយយកព្រៃលីមកទេ ដាក់មកលោកមិនកាត់ស្លៀកពាក់សិនទេ ខ្ញុំបានប្រមាននាងហើយថាអត់ទៅឆ្ងាយពីខ្ញុំមែនទេ បើសិនខ្ញុំតាមចិត្តខ្លួនឯងនោះប្រហែលជាមិនមកទីនេះទេ នាងចូលចិត្តខ្ញុំខ្លាំងហ៎ ចាចូលចិត្តខ្លាំងណាស់ មនុស្សដូចជាខ្ញុំសម្រាប់ពួកមានអំណាចត្រឹមតែជាឆ្កែមួយក្បាលតែប៉ុណ្ណោះគេហៅក៏មកគេដេញក៏ទៅបើសិនជាគេចង់ធ្វើបាបក៏តាមចិត្តរបស់គេ ចុះបើមិនចូលចិត្តការងារនេះ
ក៏បដូរការងារទៅបើកតូបលក់នំខេកក៏បានដែរក៏រស់នៅបានដែរ មានតែមនុស្សឆោល្ងងតែប៉ុណ្ណោះដែលគិតថាទីនេះជាកន្លែងដែលពលឺព្រះអាទិត្យចាំងមកដល់នោះវាពិតជាងងឹតខ្លាំងណាស់ហើយមនុស្សខ្លះក៏រស់នៅក្នុងភាពងងឹតនាងយល់ខុសហើយខ្ញុំរស់នៅក្នុងពិភពខ្លាំងស៊ីសោយដូច្នេះកុំចុំមកចិត្តខ្ញុំអីកុំមកនៅក្បែរខ្ញុំទៀត គេស្អប់ខ្ញុំម្ល៉េះ នេះឈួតទេ ខ្ញុំនិយាយមិនខុសទេលោកចង់រស់ក្នុងងងឹតទេអ្វីដែលលោកចង់បានគឺបែបនេះមែនទេរស់នៅមិនដឹងស្លាប់ថ្ងៃណាចង់រស់បែបនេះមែនទេក្នុងភ្នែករបស់ខ្ញុំលោកការពារអ្នកខ្សោយជួយខ្ញុំនិងជូនខ្ញុំទៅផ្ទះបើលោកដេញខ្ញុំនឹងយំឲ្យមើល ចង់គំរាមខ្ញុំគឺគ្មានប្រយោជន៍ទេ ហ្វាន់អូជីវខ្ញុំមិនមែនចង់ដឹងលើរឿងរបស់លោកទេណាអ្នកផ្សេងខ្លាចលោកតែខ្ញុំមិនខ្លាចលោកទេព្រោះអ្វីដែលខ្ញុំឃើញគឺលោកគួរអាណិត ខ្ញុំមិនចេះលួងលោមស្រីទេ អញ្ចឹងខ្ញុំសួរលោកវិញខ្ញុំដឹងថាខ្ញុំអន់ជួយបានត្រឹមរំរបួសក្រៅពីនឹងគឺមិនចេះអ្វីទេតែខ្ញុំចង់នៅក្បែរលោកមើលមកខ្ញុំមកយ៉ាងរស់ក្នុងលោកនេះត្រូវស្វែងរកសុភមង្គលនិងសេចក្តីសុខខ្លះអ្វីដែលលោកចង់បានគឺពិតជារស់បែបផ្សងព្រេងមែនទេ តើខ្ញុំចង់បានអ្វី នៅសល់14នាក់ទៀត 49នាក់ចង់រត់ដែរទេ បោះមិនចង់រស់ទេ ខ្ញុំចង់បញ្ចុះសពប្អូនស្រីរបស់ខ្ញុំនៅក្បែរភ្នូររបស់ម៉ាក់ខ្ញុំ ខ្ញុំគ្រាន់តែបារម្ភទេតែខ្ញុំចង់នៅរស់ទោះបីជាត្រូវធ្វើឆ្កែកញ្ចេះរបស់យមរាជរស់នៅក្នុងលូទឹកស្អុយក៏ដោយក៏ខ្ញុំនៅតែចង់មានជីវិតដែរ អញ្ចឹងមានតែសម្រាប់បើកផ្លូវចេញរស់ឬក៏អត់បើមិនទាន់ងាប់បញ្ញាប់ងើបមក របស់នេះប្រើការបានល្អរបស់តូចតែមានឥទ្ធិពលធំ ឡៅសៀអញប្រាប់យើងមកមើលយើងរស់ដើម្បីអ្វី យ៉ាងម៉េចធុញទ្រាន់នឹងជីវិតដែលកម្មសម្រាប់គ្នាគ្មានទីបញ្ចប់ហ្នឹងឯង កាលពីមុនខ្ញុំរស់ដើម្បីអានក្រោយពីវះបេះដូងនៅសល់2ឆ្នាំនាងក៏ស្លាប់បាត់ដោយសារតែនាងចង់រស់មិនអីទេយើងរស់កំដរឯងចុះ តើបងដឹងថាពីដំបូងហេតុអីឬបងយកមកធ្វើដៃគូ មិនចង់ធ្វើជាអ្នកមានគ្រាន់តែជាលបែងកំសាន្តរបស់គេខ្ញុំមិនចង់ខ្លាចជាខ្មោចនៅក្រោមមុខដៃរបស់គេទេ អ្នកដែលចូលក្នុងព្រៃនេះមិនមែនគ្រាន់តែជាលេខសម្គាល់លបែងទេជំរំទាសករប្រើវិធីនេះដើម្បីចំណេញនិងបណ្ដោះបណ្ដាឃាតករពួកគេមិនចង់ឲ្យពួកយើងខ្លាំងពូកែទេតែគេចង់ឲ្យយើងបាត់បង់ភាពជាមនុស្សលោកជិនចង់បានឆ្កែដែលស្ដាប់បង្គាប់ប៉ុន្តែយើងបែរជាចង់ធ្វើជាមនុស្សវិញយើងមិនទាន់ឡើងខ្ពស់គ្រាន់បើទេបើយើងចង់មានសេរីភាពត្រូវតែបន្តឡើងទៅទៀត ខ្ពស់ដល់កម្រិតណាដើរដល់ណាតើខ្ញុំត្រូវធ្វើដូចម្ដេចទើបរស់ដូចជាមនុស្សធម្មតាតើខ្ញុំធ្វើដូចម្ដេចទៅទើបខ្ញុំអាចរស់ដូចជាមនុស្សធម្មតា ហ្វាន់អូជីវ ខ្ញុំមិនខ្វល់ថាសៀវពីអានមានបំណងអ្វីទេតើនាងមកតាមខ្ញុំធ្វើអីខ្ញុំប្រាប់នាងហាញតាថាខ្ញុំមិនមែនជាមនុស្សល្អនោះទេខ្ញុំប្រាប់នាងជាលើកចុងក្រោយចុះ លោកធ្វើបែបនេះបន្តទៀតទេអាចនិយាយចេញពីចិត្តបានទេ វាជាការពិតនាងនិងខ្ញុំគ្មានលទ្ធផលល្អទេ មិនទាន់ចាប់ផ្ដើមផងដឹងថាគ្មានលទ្ធផលមិនទេ ក្នុងនាមខ្ញុំជាប្រុសខ្ញុំចង់ដេកជាមួយនាងតែផ្ដោតក្តីស្រឡាញ់ឲ្យនាងមិនបានទេនាងចង់ឲ្យខ្ញុំដេកជាមួយខ្ញុំកំដរចុះខ្ញុំរីករាយខ្ញុំកំដរ ហ
នាងខឹងហើយឯង មែនខ្ញុំខឹងហើយខ្ញុំដឹងហើយលោកចង់ដេញខ្ញុំចេញទៅលោកហ៊ាននិយាយពាក្យនេះខ្ញុំក៏ខឹងនឹងខ្លួនឯងដែរដឹងថាលោកនិយាយកុហកតែខ្ញុំនៅតែមកខ្វល់ហ្វាន់អូជីវចាំមកផ្ដល់គ្នាទេ ភ្នាល់អីទៅ ប្រសិនបើយើងអាចជួបគ្នាទៀតលោកកុំដេញខ្ញុំទៀត ប្រហែលជាមិនបានជួបគ្នាទៀតទេ បើមិនបានជួបខ្ញុំនឹងជឿអ្វីដែលលោកបាននិយាយថាយើងគ្មាននិស្ស័យ ជួបព្រមយើងមកពីពិភពខុសគ្នាដែរជីវិតខ្ញុំដូចជាកំណោបាក់បែកមិនគួរឲ្យនាងធ្លាក់ចូលក្នុងរណ្ដៅនេះទេ ខាងអ្នកនាងធំថែមអង្គរៈ2អ្នកទៀតដូនអ្នកជាមរបស់យមរាជចេញអស់អ្នកផ្សេងទៀតស្អែកត្រឡប់ទៅវិញប៉ុណ្ណឹងសិនចុះទឹកមុខកើតស្អីហ្នឹងស្មានតែយប់នេះចង់ស្គាល់រសជាតិស្រីម្នាក់នោះទៅហើយបងច្បាស់ហើយ ឯងកុំចេះដឹងរឿងគេពេក លើកទី1ឃើញបោះរំជួលចិនក្នុងនាមជាបងប្អូនត្រូវតែជួយរុញច្រាន កុំមករញ៉េរញ៉ៃអី ពេលដំបូងគឺមិនអញ្ចឹងទេពេលនោះគឺលួចស្រឡាញ់គេដល់ពេលនេះបែរជាមកឈឺចិន មីងឈិញបានបង្រៀនមេរៀនជាលើកចុងក្រោយគឺកុំឲ្យសាច់ញាតិនិងសង្សារខ្លាចទៅជាចំណុចខ្សោយរបស់យើងការនោះសេចក្តីស្លាប់នឹងគ្រួសារគឺជាការប្រមានដល់ខ្ញុំហើយខ្ញុំក៏បានចាក់មួយកំបិតទៅលើបរិសម្នាក់ពេលនោះហើយទើបខ្ញុំដឹងថាអ្វីដែលខ្ញុំចង់បានវាគ្រាន់តែជាការបង្គាប់ស្ដាប់បង្គាប់អ្នកដទៃតែប៉ុណ្ណោះតែបើនិយាយឲ្យចំទៅគ្រាន់តែជាឆ្កែមួយក្បាលដែលស្ដាប់បង្គាប់តែប៉ុណ្ណោះ មែនហើយបើឆ្កែមិនស្ដាប់បង្គាប់អញ្ចឹងក៏គ្មានហេតុផលអីត្រូវរស់បន្តទៀតដែរ ខ្ញុំមិនអាចប្រឆាំងមិនឈ្នះទេបើមិនដូច្នោះក្នុងវាំងយមរាជក៏មិនធ្វើបែបនេះដែរបើឯងមិនបានការពារខ្ញុំទេខ្ញុំប្រកាសជាស្លាប់បាត់ទៅហើយ ខ្ញុំមិនដូចបងគឺមិននៅស្ងៀមទេខ្ញុំមិនលាក់ទុកដូចជាមីងឈីទៀតទេខ្ញុំមិនថាវិធីអ្វីខ្ញុំនឹងដណ្ដើមយកមកវិញទាំងអស់ ឡើយបាយ លាក់នាងឲ្យចិត្តទៅទុកពេលឲ្យខ្ញុំបន្តិច ឯងនិយាយពីអ្វី ធុញទ្រាន់នឹងជីវិត ឯងឈួតហើយឯងនឹងមីងឈិញឈួតអស់ហើយ ចុះពេលណាបងឈួតដែរ ម៉ាក់នាយិកាធ្លាប់ប្រាប់ថារឿងស្នេហាបង្ខំមិនបានទេតែបើមិនព្យាយាមនៅស្ដាយក្រៅហ្វាន់អូជីការភ្នាល់នេះបង្ខំលោកនឹងផ្ដល់ឱកាសឲ្យខ្ញុំបើយើងមិនបានជួបគ្នាទេខ្ញុំនឹងអស់ចិត្តកាត់ចិត្តចេញពីលោកគឺពិតជាខឹងខ្លាំងណាស់មានរឿងអីហ្នឹងហេតុអីក៏ខឹងម្លេះពួកសាច់ញាតិខ្លាគឺច្បាស់ជាមេក្រុមអាក្រក់ចាប់ជាតិហើយបន្ទប់ B119 មិនទាន់ធ្វើច្បាប់ចេញផងស្រាប់តែរត់បាត់អស់អាលីងតែម្ដងពួកគេទៅហើយខ្ញុំគ្រាន់តែទៅពិនិត្យសួរនាំបន្តិចបន្តួចគេស្ទើរតែច្បាច់កខ្ញុំសួរតែស្ថានភាពជំងឺធម្មតាសោះតែខ្ញុំខុសដែរមែនទេបារម្ភល្អសោះហ្នឹងឯងកុំខឹងអីណាពួកគេពិតជាឆៅបន្តិចគេមិនទាំងលាគ្នាសំបីមួយម៉ាត់ប្រហែលជាខ្ញុំជឿជាក់ពេកថាអាចជួបគ្នាទៀតលោកជៀន លោកម្ចាស់ជៀន លោកហ៊ានមែនទេដឹងថាប៉ារបស់យើងជានរណាទេ
អ្នកប្រុសជាងឯងធ្វើបែបនេះមិនដឹងកើតមនុស្សប្រភេទជាងគួយជឿមិនគួរឲ្យខ្លាចទេទៅប្រាប់ពួកផឹកស៊ីរបស់ឯងទៅជាឈីវជាជាក្មួយរបស់ខ្ញុំហ៊ានធ្វើបាបនាងឯងនឹងចប់ជាមិនខានទេនៅមួយទៀតរឿងប៉ារបស់ឯងធ្វើខ្ញុំដឹងច្បាស់ជាងឯងជូនអ្នកប្រុសចាស់ទៅផ្ទះពីអ្នកនេះបញ្ជូនទៅឋាននរកទៅបាទលោកប្រុសជាងដល់ពេលទៅផ្ទះគេគ្រាន់តែជាអ្នកជំនួញគេច្បាស់ជាអ្នកជំនួញបិទមាត់ទៅរងចាំបងនៅច្រកផ្លូវលបឿនលឿនហើយម្នាក់ដែលតាមរំខានអ្នកនាងធំចាប់ខ្លួនហើយបានខ្លាចទៅក្រុងរងដល់ថ្នាក់នឹងផងឯងសន្តិសុខក្រុមហ៊ុនសឹងសឺមិនដឹងថាលបងសាំងប៉ែនៅឬអត់ទេប្រហែលជាអាចសួរនាំពីដំណឹងហ្វានអូជីបងប្រុសទាំង3ខ្ញុំចង់រកលបងសាំងប៉ែតែគាត់នៅទេអ្នកគ្រូប៉ែនីងបងប៉ៅបានបាត់ខ្លួនហើយបាត់ខ្លួនហើយលើកមុនឃើញគាត់នៅធម្មតាសោះអ្នកណាជួបគាត់ណែណាពេលខែមុនថ្ងៃទី13នៅសួនច្បារជាថ្ងៃដែលគាត់បាត់ខ្លួនអ្នកគ្រូពេទ្យនេះយប់ជ្រៅហើយអញ្ជើញទៅវិញចុះខ្ញុំឲ្យកូនចៅរបស់ខ្ញុំជូនទៅចាអរគុណបងឡុងត្រូវរកវិធីឆែកកាមេរ៉ាបើរស់ឃើញមនុស្សបើស្លាប់ឃើញសាកសមបងអាវីលោកបងប៉ាគាត់មែនហើយពួកយើងរកគាត់យូរហើយប៉ុន្តែទើបតែទទួលបានដំណឹងខ្លះនាងអាននេះឈ្គត់មែនទេមកស្និទ្ធស្នាលជាមួយពួកនេះបានខ្ញុំទៅវិញភ្លាមចាំតិចនេះជន់លើកតកប្រាពេលអាសន្នហើយថ្ងៃនេះថ្ងៃបុណ្យណូអែលជូនប៉ាមួយអរគុណដំបងមកអស់ខ្ញុំមិនមែនឈ្មោះអេទេខ្ញុំឈ្មោះអាវីឯងឈ្មោះស្អីទៅលុចឈួតទេផានអជីវលើកនេះគឺលោកជាអ្នកមកខ្លួនឯងទេណាទៅមន្ទីរពេទ្យសុំច្បាប់សម្រាប់ឬបន្ទប់ថ្ងៃនេះមានបញ្ហាអីហ៎នាងគួរតែជួលបន្ទប់នៅក្បែរមន្ទីរពេទ្យទៅឆាប់ទៅរៀបចំអីវ៉ាន់យើងព្រមព្រៀងគ្នាហើយបើបានជួបគ្នាទៀតលោកមិនត្រូវដេញខ្ញុំចេញលើកនេះខ្ញុំមិនគិតទេមូលហេតុអីទេនាងចង់ជួបរឿងដូចកាលពីយប់មិញមែនទេលោកដឹងរឿងយប់មិញនេះហ៎លោកបងឡុងអាវីជាមនុស្សរបស់លោកតែពួកគេជួយមើលខ្ញុំនាងស្គាល់គេច្បាស់មិនស្គាល់ច្បាស់ទេពួកគេយប់មិញឃើញខ្ញុំដើរម្នាក់ឯងមិនទុកចិត្តទេទើបឲ្យអាវីជូនខ្ញុំមកចំណែកលោកវិញលោកភ្នាល់ជាមួយខ្ញុំថាមិនឲ្យជួបគ្នាទេប៉ុន្តែតាមដានរាល់សកម្មភាពរបស់ខ្ញុំលោកបារម្ភពីខ្ញុំទេអត់ទេយើងសន្យាមុនរួចហើយមនុស្សក្នុងក្រុមអ្នកលេងគឺគោរពច្បាប់ណាស់មួយខែនេះតើមានរឿងម្សិលមិញលោកក៏មកដល់មុខផ្ទះខ្ញុំភ្លាមលោកនៅមុខទ្វារតែមិនគួរទ្វារខ្លាចធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលណាស់មែនទេមិនមែនក្រោយជួបជន់ពេលមកដល់10ម៉ោងលោកក៏រកកន្លែងស្នាក់នៅឲ្យតែអ្នកណាគឺជាអ្នកធ្វើរឿងនេះគឺលោកជាអ្នកធ្វើរឿងនេះមែនទេនាងអានខ្ញុំខ្ជិលឆ្លោះជាមួយនាងណាទៅរៀបចំអីវ៉ាន់ទៅនាងអានខ្ញុំខ្ជិលឆ្លោះជាមួយនាងណាទៅរៀបចំអីវ៉ាន់ទៅខ្ញុំប្រាប់ហើយថាយើងមិនសមគ្នាទេនាងនៅជាមួយមនុស្សអាក្រក់គ្មានសមត្ថភាពទេ
លោកសុកចិត្តខុសសន្យាមកជួបខ្ញុំដើម្បីឲ្យខ្ញុំឈប់រំខានលោកមែនទេ ល្អលោកប្រាប់ខ្ញុំមើលហេតុអីក៏លោកបារម្ភខ្ញុំចាត់ទុកខ្ញុំក្នុងនាមជាអ្វីឲ្យខ្ញុំស្ដាប់ទទួលយកអ្វីៗគ្រប់យ៉ាងពីលោកឯង ខ្ញុំគ្រាន់តែមកចង់ឲ្យនាងរបួស អញ្ចឹងមានន័យថាលោកស្រឡាញ់ខ្ញុំលោកគ្រាន់តែបារម្ភពេកបារម្ភថាមានថ្ងៃណាមួយបើគេដឹងពីទំនាក់ទំនងយើងខ្ញុំនឹងត្រូវគេធ្វើបាបពិតទេ នាងគួរតែគិតដល់ចំណុចនេះថាហេតុអីបានជាខ្ញុំនៅក្បែរនាងបញ្ញាប់ទៅរៀបចំពីបានទៅ ប្រកាសណាស់គឺក្លិនទឹកអនាម័យស្ត្រីក្លិនមានរូបមន្តនិងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េខាងត្បូងផលិតដោយអ្នកជំនាញជាជនជាតិកូរ៉េផ្ទាល់និងត្រូវបានពិសោធន៍ធ្វើតែដោយខាងឡាបួត្រឹមត្រូវនិងច្បាស់លាស់ហើយបញ្ជាក់ថាមានសុវត្ថិភាពក្នុងការប្រើប្រាស់ចម្រាញ់ចេញពីធម្មជាតិមានសារធាតុផ្សំទុកនៅអាស៊ីតឡាតិកដែលជួយបង្កើនបាក់តេរីល្អកម្ចាត់នៅបាក់តេរីអាក្រក់ហើយផ្ដល់នូវកម្រិត pH 4.5 ក្នុងការជួយរក្សានៅកម្រិតតុល្យភាពនៅកន្លែងបន្តពូជបានល្អមានទំនុកចិត្តនិងភាពជឿជាក់ជាមួយ Clean Intimate Wash ចាប់ឲ្យខ្ញុំរើទៅហើយលោកនៅបាត់មុខទៀតមែនទេ មែន ហេតុអីខ្ញុំមិនជឿថាមនុស្សម្នាក់ធ្វើឲ្យគ្មានហេ ចាត់ តុ ទុក ផល តែគ្មានហេតុផលហើយក៏គ្មានបំណងអ្វីដែរ ហ្វានអូជីវបើចិត្តលោកគ្មានខ្ញុំខ្មៅក៏មិនជឿ កុំខានពេលអីរៀបចំពីបានទៅ ខ្ញុំមិនរើតែខ្ញុំត្រូវជាអ្វីនឹងលោកមកខ្វល់អីជាមួយខ្ញុំតើខ្ញុំជាមនុស្សបាត់ផ្សារឬក៏ជាមនុស្សប្រមឹកមានពាក់ព័ន្ធអីនឹងលោក នាងអានខ្ញុំចំណែននឹងនាងខ្ញុំពិតជាចំណែននឹងនាងខ្លាំងណាស់ទោះនាងធំឡើងនៅមណ្ឌលកម្មាកំព្រាក៏ត្រូវគេមើលថែដូចផ្កានៅក្នុងកញ្ចក់ចង់តាណាមកណាគ្មានអនាគតមានអត្តសញ្ញាណប័ណ្ណមួយដើរគ្រប់ទិសទីខ្ញុំចំណែនណាស់នាងកើតនៅក្នុងពលឺក្នុងពិភពបែបនេះអស់មួយជីវិតរបស់ខ្ញុំក៏ខ្ញុំមិនអាចដើរទៅដល់ដែរជីវិតមួយនេះគឺមិនមែនជារបស់ខ្ញុំនោះទេនាងត្រូវចាំថា នឹង ឈ្មោះហ្វាន់អូជាក៏មិនមែនជាឈ្មោះរបស់ខ្ញុំដែរនាងតែងតែនិយាយថាមនុស្សយើងត្រូវមានគោលដៅមែនទេ លោកចាត់ទុកខ្ញុំជាអ្នកណា ជាប្អូនស្រីរបស់ខ្ញុំភ្នែកនាងដូចគេខ្លាំងណាស់ ចានាងទៅណាហើយ នាងស្លាប់ហើយ មិនចម្លែកសោះមិនចម្លែកដែរមនុស្សដូចលោកធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងពិសេសអញ្ចឹងលោកកំពុងសងសឹកខ្ញុំមែនសងសឹកដែលខ្ញុំធ្លាប់និយាយថាលោកដូចបងប្រអានស៊ីនរបស់ខ្ញុំ អត់ទេ ដូច្នេះតើលោកធ្លាប់ស្រឡាញ់ខ្ញុំទេ មិនដែរ ល្អអញ្ចឹងលោកទៅចាខ្ញុំនៅរើផ្ទះដោយខ្លួនឯង បាន ហ្វានអូជីវខ្ញុំមិនចង់ឃើញមុខលោកទៀតទេ បាន ឯងថាបងប៉ៅដឹងរឿងដែរមែនទេទើបបានជាខ្មោចឆៅចេញមុខដោយផ្ទាល់ការប្រយុទ្ធមិញប៉ៃអ៊ូឆាងបានកាច់សរសៃដៃនៅប្រុសទូសាវហើយរកមនុស្សខ្លំមើលប៉ៃអ៊ូឆាងឲ្យជាប់បើឃើញហ៊ីអ៊ូឆាងនៅម្នាក់ឯងសម្លាប់គេទៅ ហ្វានអូជីវលោកជាមិនហើយហេតុអីបានជាចិត្តរបស់ខ្ញុំមានអារម្មណ៍ភ័យអស់បែបនេះតែខ្ញុំមិនអាចជួបលោកម្ដងទៀតដែរទេជំរាបសួរលេខដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេនៅពេលនេះសូមមេត្តាហៅមកកាន់ម្ដងទៀតនៅពេលក្រោយ លបងខ្មៅនឹងការប្រយុទ្ធមិញទៅធ្វើស្អីនោះគេងលក់ដល់ថ្នាក់នឹងផងឯងគួរទ្វាគាត់ទៅបាទ អ្នកនាងល្អជួយខ្ញុំផងអូយលោកយាយអ្នកនាងល្អជួយយាយផងអូលោកយាយមិនអីទេមកអង្គុយទីនេះសិនមកលោកយាយចាំអីហើយមិនអីទេមិនអីទេចៅខ្ញុំមើលដៃបន្តិចយាយចាំបន្តិចណារបួសលើដៃនេះគឺស្រួលព្យាបាលទេប៉ុន្តែខ្ញុំសូមណែនាំលោកយាយគួរទៅពិនិត្យនៅមន្ទីរពេទ្យចាំខ្ញុំជួយលោកយាយទៅណាមិនបាច់ទេចៅខ្ចីទូរស័ព្ទចៅបន្តិចមកយាយចង់ទេទៅចៅប្រុសយាយឲ្យគេមកទទួលយាយត្រឡប់ទៅផ្ទះវិញចាលើយាយ បងប្រុសវិញសុខសប្បាយជាទេ
អ្នកគ្រូពេទ្យនេះ បើគ្មាននាងទេថ្ងៃនេះជ័យប្រហែលជានៅដេកលើដីនៅឡើយទេ អ្នកគ្រូពេទ្យអរគុណខ្លាំងណាស់ មិនអីទេកុំគួរសំអី លបងបើកលឹកថាលបងហ៊ីអូឆាងអត់បានចូលសន្តាគារទេទៅតាមខ្ញុំបាទលបងបៃក្រោយពីលោកហើបានចេញពីកន្លែងហាត់ប្រាណក៏បានចូលច្រកមួយនៅក្បែរនោះសញ្ញាទីតាំងចុងក្រោយគឺនៅទីនេះលបងបៃរកឃើញទូរស័ព្ទនៅក្បែរលូមួយទឹកលោកម្ចាស់ហើមានរឿងហើយរឿងដែលខ្ញុំបារម្ភបានកើតឡើងមែនបំបីគ្នាតាមរកភ្លាមឆែកកាមេរ៉ាតាមភូមិបាទហើយពួកឯងទៅស៊ើបមើលតើក្រុមណាជាអ្នកធ្វើបាទនៅកន្លែងមួយដែលមិនទាន់រកលបងបៃតើត្រូវប្រាប់លោកជៀនដែរទេឯងចង់មករៀនខ្ញុំធ្វើការអត់ហ៊ានទេបងនាងអានរបស់សៀ ខ្ញុំសួរនាងបន្តិចតើបងខ្មៅទៅរកនាងមែនទេ គាត់កាត់អីមែនទេ អគ្មានទេ គាត់មានរឿងអី អត់ទេគ្មានរឿងអីកើតឡើងទេធ្វើការរបស់នាងចុះចាំបន្តិចទៀតខ្ញុំឲ្យគាត់មករកនាង មិនត្រូវទេគាត់ច្បាស់ជាមានរឿងហើយគាត់មានរឿងហើយសេចានជួយសុំច្បាប់សម្រាប់ខ្ញុំផងខ្ញុំមានការបញ្ញាប់អេអ្នកគ្រូពេទ្យអានរបស់សៀហ្វានអូជីវកុំឲ្យមានរឿងអីកាត់ឡើងអសោះលោកត្រូវតែរស់ដើម្បីខ្ញុំគិតឲ្យច្បាស់ទៅមើលតាំងពីខ្ញុំជួបលោកមកយ៉ាងជួបគ្នាបានតែប្រហែលដងទេតើលោកអាយុប៉ុន្មានលោកចូលចិត្តអ្វីខ្លះខ្ញុំមិនដឹងអ្វីទាំងអស់ខ្ញុំសូមនឹងការមកដល់ភ្លាមរបស់លោកហើយក៏បាត់ទៅវិញភ្លាមហាក់ដូចជាធម្មជាតិរបស់លោកអញ្ចឹងខ្ញុំអាចដេកជាមួយនឹងតាមចិត្តចង់ប៉ុន្តែខ្ញុំគ្មានចិត្តស្រឡាញ់នាងទេនាងចង់ខ្ញុំដេកជាមួយនាងមែនទេគ្មានបញ្ហាទេអកុសលខ្ញុំចំណែននាងដែលនាងកើតនៅក្នុងពលឺទោះបីជាធំឡើងនៅក្នុងមណ្ឌលកុមារកំព្រាប៉ុន្តែគេមើលថែនាងដូចជាផ្កានៅក្នុងថូកញ្ចក់ហ្វាន់អូជីលោកថាចំណែននឹងខ្ញុំលោកយល់ខុសហើយផ្លូវជីវិតរបស់ខ្ញុំក៏មិនខុសពីលោកប៉ុន្មានដែរពន្លឺដែលលោកចំណែនទាំងនោះជាគ្រឿងបន្លំសម្រាប់ការពារខ្លួនខ្ញុំប៉ុណ្ណោះយើងជាមនុស្សប្រភេទតែមួយខ្ញុំគ្រាន់តែសំណាងជាងលោកបន្តិចដូច្នេះខ្ញុំធ្លាប់ឆ្លងកាត់ព្យុះទៅទឹកភ្លៀងដូចលោកទើបចង់កាន់ឆាត់ឲ្យលោកចង់នាំលោកចេញពីភាពងងឹតឲ្យមកនៅក្បែររូបខ្ញុំពេលរាត្រីជួបនឹងស្រីពិនជាអស្ចារ្យណែនាងតូចជាទីស្រឡាញ់អែណែសម្លាញ់ចិត្តបងអើយអាមិនក៏អង្គុយយំអញ្ចឹងមិនក៏អង្គុយយំណែនាងតូចយ៉ារកផ្ទះមិនឃើញណែព្រះហើយមិនមែនខ្ញុំធ្វើឲ្យនាងជុំទេយើងរត់ទៅប្រចាំឡើងចេញពីទីនេះទៅឡើងងាប់ឥឡូវហើយហេតុអីគេខ្លាចខ្ញុំខ្លាំងម្ល៉េះបាទហ៊ានម្ដងទៀតខ្ញុំនឹងសម្លាប់ពួកឯងប៉ាន់អូជីវលោកលាក់រឿងខ្ញុំច្រើនណាស់តែលោកធ្វើដើម្បីខ្ញុំប៉ុន្មានដងហើយ
អូឆាងតែប៉ុណ្ណឹងសោះបើមិនមែនកុំលេងល្បិចអីហាលេងល្បិចងាប់ទៅឯងម្នាក់ឯងវាយមនុស្សច្រើនមិនស្លាប់ក៏សំណាងដែរ មនឹកសម្អាតតានៅក្នុងគ្រួសារលីស៊ឺនៅលាក់ត្រីអនដែងដូចឯងចឹងសោះ ឯងថាត្រូវហើយពួកយើងសុទ្ធតែបដូរជីវិតស៊ីឈ្នួតដូចគ្នាពួកយើងគឺដើម្បីចវាយរៀងខ្លួនយើងមិនប៉ះពាល់គ្នាឡើយខុសត្រង់ឯងជាអ្នកទៅប៉ះពាល់មនុស្សដែលមិនដឹងអីសោះឡើយលបងប៉ៃមានសញ្ញាតម្រុយហើយប្រាប់អាស័យដ្ឋានលំអិតមកបាឡង់រំដៅជីរួយហើយឯងថាការនៅក្នុងសៃវៀនក្រោមដីឆ្នាំនោះខ្ញុំពិតជាចង់ប្រកួតជាមួយនឹងឯងណាស់តែគួរឲ្យស្ដាយឯងជាសត្រូវធំបំផុតរបស់អាឈឹងយកគេចេញទៅហើយកប់គេបាទយើងចាំមើលអ្នកណាហ៊ានប៉ះពាល់មនុស្សរបស់យមរាជអ្នកណាឲ្យក្បាលឯងមកធ្វើរឿងនេះកុំទុកសំបីតែម្នាក់បាយបាយយ៉ាម៉េហើយមិនអីទេមកយឺតពេលតាញ់មិនតាន់ស្លាប់ទេ បងខ្មៅបងខ្មៅអ្នកគ្រូប៉ែននេះអ្នកគ្រូលាក់ខ្លួនសិនទៅបន្តិចទៀតខ្ញុំដុតការសំណល់ផ្លាស្ទិកក្បែរនោះដើម្បីបង្កើតជាសម្លេងនិងផ្សែងទាញចំណាប់អារម្មណ៍ឲ្យគេចេញអរគុណបងអាវីធ្វើជាមនុស្សត្រូវតែដឹងគុណអ្នកគ្រូបានជួយខ្ញុំត្រូវតបស្នងទៅវិញប្រយ័ត្នផងបាទបងអាវីចាំមិនហើយមនុស្សបាត់ទៅហើយបាត់ខ្លួនមានន័យថាម៉េចខ្ញុំខ្លាចថាគាត់ហ្វានអូជីវមុនដំបូងគេព្យួរគាត់នៅទីនោះចាំមនុស្សទៅណាហ្វានអូជីវមិនអាចទេខ្ញុំត្រូវគេក្រែលេខ32បដូរថ្នាំបាទអ្នកគ្រូពេទ្យនីងហ្វានអូជីវអ្នកគ្រូនីងភ្ញាក់ហើយហ៎កញ្
ចោខ្ញុំនៅណាឯណាមករៀមដៃខ្ញុំ នៅទីនេះ អ្នកគ្រូនីងមិនអីទេមែនទេហេតុអីមនុស្សគ្រប់គ្នាដែលខ្ញុំបារម្ភតែងតែទៅចោលខ្ញុំបងអានស៊ីនក៏គាត់ដូចគ្នាដែរមិនចឹងខ្ញុំខំរស់នៅណាខ្ញុំខំព្យាយាមអស់ពីសមត្ថភាពប្រឹងរស់ខ្លាំងណាស់ហេតុអីក៏គេទៅចោលខ្ញុំហេតុអីទៅ អ្នកគ្រូនីងកំបែបនេះអីបងឡងមកហ៊ូក៏បាត់ខ្លួនដែរប្រហែលជាគេជួយចេញហើយ មិនអាចទេសុទ្ធតែឈាមពេញដីនេះគឺជារបស់ពួកគេដកចេញពីដៃគាត់ទាំងអស់ក៏ប្រហែលជាឈឺណាស់ហើយ មិនអីទេអ្នកគ្រូតូចមានអ្នកជំងឺម្នាក់ជួយមើលថែបន្តិចបាក់ឆ្អឹងជំនី3របួសក្នុងក្បាល ហេតុអីមិនទៅពេទ្យ យើងលួចចូលទៅស្រុកតាសៀដោយខុសច្បាប់បើគេដឹងរឿងនឹងត្រូវគេបញ្ជូនទៅវិញ នាងអានខ្ញុំចំណែននៅនាងខ្លាំងណាស់ច្រណែនមានតាតសញ្ញាណប័ណ្ណមួយនាងចង់តាណាមកណាក៏បានខ្ញុំចំណែននាងកើតមកមានពលិនៅក្នុងពិភពនេះខ្ញុំរត់យ៉ាងណាក៏មិនដល់គោលដៅរបស់នាងដែរ ឥឡូវនេះគេរបួសធ្ងន់ណាស់ កុំបារម្ភអីពេទ្យ clinic នៅភូមិនេះមានសេវាល្អគេជំពាក់គុណខ្ញុំលាក់គេនៅទីនេះដើម្បីឲ្យគេជាសះស្បើយតែការមើលថែខ្ញុំមិនទុកចិត្តអ្នកផ្សេង អរគុណលោក មិនអីទេអោះមែនហើយទូរស័ព្ទគាត់មានលេខខ្ញុំលើនោះបើមានការអីប្រាប់ខ្ញុំមក ចា៎ លោកបារម្ភថាមានថ្ងៃណាមួយបើអ្នកដទៃដឹងពីទំនាក់ទំនងពួកយើងគឺគេនឹងធ្វើបាបលោកមែនទេ ហេតុអីបានជានាងគិតដល់ចំណុចនេះគូយល់ថាហេតុអីក៏ខ្ញុំនៅក្បែរនាង លើកនេះល្អហើយរត់មិនរួចទៀតទេ អានអ្នកគ្រូពេទ្យលីនហេតុអីក៏នៅទីនេះខ្ញុំមកបញ្ចូលសារធាតុចិញ្ចឹមតាមសរសៃគេត្រូវជាអីជាមួយនាងគាត់ជាសង្សារខ្ញុំយល់ហើយខ្ញុំចូលទៅសិនណាខ្ញុំណែនាំគួរប្រើបំពង់ច្បោះវិញដើម្បីបញ្ចូលសារធាតុចិញ្ចឹមវិធីដាក់តាមសរសៃវ៉ានេះបានតែមួយរយៈហើយផលរំខានច្រើនជាងតាមច្បោះគាត់អាចដឹងខ្លួនទេសង្សាររបស់នាងប្រហែលជានៅលើសំឡេងនៅពេលដែលមើលថែគេត្រូវនិយាយជាមួយគេឲ្យច្រើនទេចាអរគុណអ្នកគ្រូនេះមិនបាច់គួរសមទេប្តីខ្ញុំធ្លាប់មានបញ្ហាបើគ្មានរោគសៀដៃរបស់គាត់ប្រហែលជាខូចអស់អានកុំតន់អស់សង្ឃឹមណាប្តីរបស់ខ្ញុំក៏ជាមិត្តប្រុសរបស់ឯងដូចគ្នាដែរស្ថានភាពល្អប្រសើរការដឹងខ្លួនគឺមានសង្ឃឹមច្រើនណាស់ខ្ញុំជឿដំណើរមើលថែគេល្អទេបាច់ជូនទេកាន់នោះខ្ញុំក៏ចាំបងអានស៊ីងបែបនេះតែគេមិនភ្ញាក់វិញទេហ្វានអូជីទោះលោកខ្លាចជាមនុស្សរុក្ខជាតិឲ្យតែលោកនៅមានជីវិត
ប្រកបណាស់គឺក្លិនទឹកអនាម័យស្ត្រីក្លិនមានរូបមន្តនិងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េខាងត្បូងផលិតដោយអ្នកជំនាញជាជនជាតិកូរ៉េផ្ទាល់និងត្រូវបានពិសោធន៍ធ្វើតេស្តដោយខាងឡាបូត្រឹមត្រូវនិងច្បាស់លាស់ហើយបញ្ជាក់ថាមានសុវត្ថិភាពក្នុងការប្រើប្រាស់ចម្រាញ់ចេញពីធម្មជាតិមានសារធាតុផ្សំទុកនៅអាស៊ីតឡាតិកដែលជួយបង្កើនបាក់តេរីល្អកម្ចាត់នៅបាក់តេរីអាក្រក់ហើយផ្ដល់នូវកម្រិត pH 4.5 ក្នុងការជួយរក្សានៅកម្រិតតុល្យភាពនៅកន្លែងបន្តពូជបានល្អមានទំនុកចិត្តនិងភាពជឿជាក់ជាមួយ Clean Intimate Wash ខ្ញុំនៅក្បែរលោករហូតលបងខ្មែរក្មេងល្អក៏ចောက်ដាក់ដោះថ្មីស្អាតណាស់ហ្វានអឺជីវធ្លាប់មានអ្នកប្រាប់លោកដែរទេដៃរបស់លោកស្អាតណាស់ម្រាមវែងសាឡូនស្អាតកាលពីក្មេងធ្លាប់ឮទេរឿងនិទានព្រេងនិទាននោះព្រះអម្ចាស់ថែបដល់ម្ចាស់ក្សត្រីដែលកេងលក់លោកថាមើលបើខ្ញុំថាបលោកមួយខ្សែតអាចដាស់លោកបានទេលោកមិននិយាយស្មាននឹងយកព្រមហ្វានអូជីវបើលោកមិនព្រមភ្ញាក់ខ្ញុំនឹងថាបលោកមែនទេអ្នកគ្រូពេទ្យលីនប្រាប់ថាប្រើបំពង់ច្រមុះដើម្បីបញ្ចូលសារធាតុចិញ្ចឹមហ្វានអូជីវខ្ញុំដឹងថាមនុស្សដែលអង្អាចដូចជាលោកប្រកាសជាមិនចង់រស់ដោយសារតែបំពង់មួយដែលសុកចូលទៅក្នុងក្រពះបែបនេះទេអញ្ចឹងពួកយើងមកភ្នាល់គ្នាទេភ្នាល់គ្នាថាលោកនឹងឆាប់ដឹងខ្លួនវិញមុនពេលដែលសារធាតុចិញ្ចឹមអាហារតាមសរសៃអស់នៅប្រទេសតាស៊ីរបស់ពួកយើងអ្នកដែលធ្វើបានល្អអាចទទួលបានការផ្កាយ5លោកមិនទាន់មានអត្តសញ្ញាណទេមែនទេខ្ញុំនឹងផ្ដល់អត្តសញ្ញាណមួយឲ្យលោកគ្មានផ្ទះខ្ញុំនឹងផ្ដល់ផ្ទះមួយខ្នងឲ្យលោកលោកម្ចាស់ជៀនរបួសហើជីវនៅមិនទាន់ជាទេកំពុងតែបន្តព្យាបាលនៅជនបទស្ថានភាពគឺល្អប្រសើរហើយឲ្យគេទៅគុកសង្វៀនក្រោមដីវិញទៅទីនេះមិនត្រូវការមនុស្សខ្ជិលទេបានហ្វានអូជីវលោកដឹងខ្លួនហើយខ្ញុំមិនមែនយកសັບទេខ្ញុំដេកយូរទេ48ថ្ងៃហើយមានមិនស្រួលត្រង់ណាឈឺត្រង់ណាទេឬក៏មានអ្វីទៀតទេសួរច្រើនយ៉ាងនេះខ្ញុំឆ្លើយមួយណាទៅ
ទោះយ៉ាងណាមិនឲ្យលោកដេញខ្ញុំទៀតទេឆ្អឹងជំនីលោកបាក់មួយកក់ឈាមពីរឈរយូរមិនបានទេណាស្ដាប់បង្គាប់ខ្ញុំត្រឡប់ទៅវិញទៅសុំទោសប្រយ័ត្នចាំមិនហើយក្តីស្រឡាញ់របស់នាងជ្រាលជ្រៅណាស់ខ្ញុំទទួលមិនរួចទេស័ក្តិសមឬអត់ខ្ញុំជាអ្នកសម្រេចម្យ៉ាងទៀតមើលសភាពលោកចាស់បាននិយាយបែបនេះទៀតគឺខ្ញុំនឹងវាយអាបាក់ជើងលោកហើយចងជាប់នឹងគ្រែបាត់ទុកក្នុងផ្ទះនេះមិនឲ្យចេញមួយជីវិតយល់ទេហ្វានអូជីវលើកនេះជើងទាំងពីរស្ទើរតែចូលមច្ចរាជខ្ញុំមិនហ៊ានគិតនោះទេបើគ្មានលោកខ្ញុំរួចយ៉ាងណាលោកអាចឈប់បង្ខំឲ្យខ្ញុំឈួតបានទេសារភាពថាស្រឡាញ់ខ្ញុំវាពិបាកណាស់មែនទេខ្ញុំប្រាប់ហើយថាក្តីស្រឡាញ់នេះជ្រាលជ្រៅណាស់ខ្ញុំទទួលមិនរួចទេមិនមែនទទួលមិនរួចទេតែលោកមិនហ៊ានទទួលហ្វានអូជីវមិនមែនមានតែថ្ងៃនេះទេណាមនុស្សគ្មានថ្ងៃស្អែកមើលដីដែលនៅក្រោមជើងលោកចាស់ក៏មានជ្រុងណាមួយអាចទទួលយកលោកបានឬមួយបែបនេះខ្ញុំនាំលោករត់ទៅឆ្ងាយចេញពីការគ្រប់គ្រងរបស់គេខ្ញុំនៅក្បែរលោកជានិច្ចនាងអានបើនាងមិនរអ៊ូនៅក្បែរតិចរបស់ខ្ញុំទេខ្ញុំប្រហែលជាដេកលងលក់មិនងើបទេសុំទោសដែលខ្ញុំកិច្ចវេះពីក្តីស្រឡាញ់របស់នាងលើកនេះខ្ញុំមិនដេញនាងទៅណាទៀតទេយល់ព្រមខ្ញុំនឹងរត់តាមនាងរបស់លោកកន្លែងរបស់គឺឆ្អឹងជំនីមិនចង្កេះទេបើអញ្ចឹងសូមលោកថ្នមបន្តិចមកណាស្រឡាញ់មនុស្សម្នាក់មានអារម្មណ៍បែបណាខ្ញុំមិនដឹងអីកំពុងតែសន្សំពិសោធន៍ខ្ញុំដូចជាស្រឡាញ់នាងមែនមិនអាចបង្ខំចិត្តខ្លួនឯងបានទេអ្នកទាំងពីរមិនតាន់បានប៉ះពាល់គ្នាទេចុះឯងវិញឯងនឹងនៅនាងធំនោះនាងលូកលាន់ខ្ញុំឲ្យមិនទទួលស្គាល់ពួកជើងទាំងពីរធ្វើដូចជាគ្មានអ្វីកើតឡើងបងមើលមកខ្ញុំមានន័យថាម៉េចគ្មានទេជួយស្លាប់ជំនួសខ្ញុំម្ដងទៅចាំមិនចង់ទៅចោលខ្ញុំហ៎នាំនាងរត់ទៅឆ្ងាយមែនទេក្រៅពីពិធីនេះគ្មានពិធីផ្សេងទេមិនមែនមកពីខ្ញុំជួយបងនឹងអានបានគ្នាទេចុះមាននរណាជួយខ្ញុំឲ្យស្រឡាញ់ឈិនយានអញ្ចឹងពិតជាអាត្មានិយមបន្តិចមែនបងហ្វាន់យើងរួមសុខរួមទុក្ខជាមួយគ្នាយកឈ្នះគូប្រជែងទើបមានជីវិតវាយលើសង្វៀនក្រោមដី3ឆ្នាំទើបបានមកដល់តាសៀននេះខ្លាចជាមនុស្សចំណិតគេឥឡូវបងចង់ទៅចោលខ្ញុំបងចង់រស់នៅមានក្តីសុខជាមួយនឹងនាងអានទុកខ្ញុំចោលម្នាក់ឯងនៅវិមាននរកឲ្យខ្ញុំទៅប្លន់ទ្របជាទីស្រឡាញ់របស់ជាងហឹងម្នាក់ឯងមិនមែនទេក្រោយខ្នងរបស់ខ្ញុំមានតែបងម្នាក់គត់ទើបហ៊ានបន្ថយជីវិតបង្កើតក្រុមទេបន្ថែមកម្រិតកម្លាំងវាឲ្យខ្លាំងតើអញ្ចឹងបងភ្ញាក់តាំងពីកាលមិញនេះបងមិនខកទៅលើបងសទេគាត់បារម្ភពីបងណាទូរស័ព្ទនៅក្បែរគ្រែបញ្ញាប់ខលទៅវិញទៅនឹងគឺលោកប៉ៃទុកឲ្យបងគាត់បារម្ភពីបងណាបងនឹងគាត់ទំនាក់ទំនងល្អណាស់មែនទេយើងចម្ពាក់ជីវិតគ្នាមិនដឹងថាប្រមាណដងទៅហើយទេ
អញ្ចឹងខលទៅគាត់ទេខ្ញុំទៅធ្វើបាយឲ្យបង តែថ្ងៃខាងមុខលោកម្ចាស់គូស្វឹងខ្លាំងជួយខាត់គាត់ផងបើគាត់ធ្វើឲ្យខូចបន្ទប់ VIP ឬក៏មនុស្សរបស់ខ្ញុំរបួសខ្ញុំពិតជាឈឺណាស់ចុងក្រោយមិនមែនលោកជាអ្នកសងទេ លបងសៀចិត្តល្អមិនអីទេខ្ញុំនឹងចងចាំ ជួយជូនដំណើរជំនួយការជូ មិនសំខាន់ទេមិនទេលបងសៀ ពួកឯងចាំទុកមនុស្សអាងលុយកាក់បែបនេះពួកកូនអ្នកមានចរិតចង់បានមុខមាត់ពេលគិតថ្លៃខូចខាតត្រូវគិតអបអានច្រើនលុយមនុស្សប្រភេទនេះស្រួលរកបំផុតបាទយ៉ាងម៉េចហើយនៅគ្រូពេទ្យអាការៈអ្នកជំងឺបានធូរស្រាលដែរទេ សុំទោសដែលធ្វើឲ្យខូចផានការរបស់ឯង មើលអីហ្នឹង មើលថ្ងៃរៀបលេង ស្អាតទេ ស្អាតណាស់ ចាក់កំពុងគិតអី បងកំពុងតែគិតថាបងមកដល់ទីនេះដំបូងគ្រប់យ៉ាងវាជាសុបិនអានកើតនៅតាស៊ីប្រហែលជាល្អខ្លាំងណាស់ ជាងមានពាក្យបុរាណមួយឃ្លាឈ្មោះសៀនគូហៅធាន រស់ជាង20ឆ្នាំមកនេះមិនដឹងថារស់ដើម្បីអ្វីប្រហែលជាដូចឡៅប៉ៃនិយាយអញ្ចឹងមិនដឹងថារស់ដើម្បីអ្វីប៉ុន្តែអាចិតនឹងវាចង់ទៅរស់ប្រហែលជាត្រូវរស់បន្តហើយទើបដឹងថារស់ដើម្បីអ្វី កាលខ្ញុំនៅតូចធំដឹងក្តីនៅមណ្ឌលកុមារកំព្រាម៉ាក់នាយិកាប្រាប់ថាមណ្ឌលគឺជាផ្ទះរបស់ខ្ញុំកាលខ្ញុំនៅក្មេងលុះដល់ពេលខ្ញុំធំឡើងជួបមនុស្សដែលខ្ញុំស្រឡាញ់នោះហើយជាអ្វីដែលខ្ញុំនឹងបង្កើតគ្រួសារថ្មីអញ្ចឹងហើយកន្លែងមានខ្ញុំគឺជាផ្ទះរបស់បងរឿងអតីតកាលឲ្យវារលាយទៅចាស់ត្រូវមើលទៅមុខឲ្យរឿងចាស់ហោះតាមខ្យល់ចាស់ចាំពេលយើងមានកូនដាក់ឈ្មោះថាអញ្ចេះល្អទេហ្វាងអ៊ូជូ ហ្វាងអ៊ូជូស្ដាប់តាមអូនចុះស្ដាប់គ្រប់យ៉ាង អញ្ចឹងជួយនិទានប្រាប់ខ្ញុំរឿងរបស់បងនឹងអានបានទេ រឿងវែងឆ្ងាយណាស់ អញ្ចឹងនិទានសឹមទេ កាលពីអាយុ10ឆ្នាំខ្ញុំនាំអានរត់រត់សានអណ្ដែតដើរគ្រប់ទីកន្លែងគ្មានទីជម្រកច្បាស់លាស់ដំបូងខ្ញុំស្មានតែអានគ្មានអ្វីហូបគ្រប់គ្រាន់បានជានាងស្លេកស្លាំងខ្ញុំបាននាំនាងទៅពិនិត្យនៅ MT ពេទ្យប្រាប់ថានាងមានជំងឺបេះដូងតាំងពីកំណើតខ្ញុំក៏បានឆក់កាបូបលុយគេដើម្បីយកទៅព្យាបាលអានហើយម្ចាស់គេក៏រកខ្ញុំឃើញនៅ MT ពេទ្យហើយក៏គេចេញលុយគេថានឹងជួយអាន មានលក្ខខណ្ឌមែនទេ មែន លក្ខខណ្ឌអីខ្លះ ឲ្យខ្ញុំចូលជំរុំអាយ៉ង ជំរុំអាយ៉ងតែវាជាកន្លែងបែបណា ជាកន្លែងសម្រាប់មនុស្សកំសាន្តជាកន្លែងដែលងងឹតសូនសុង នៅទីនោះច្បាស់ជាពិបាកណាស់មែនទេ មិនដឹងទេទីនោះខ្ញុំស្គាល់តែឡៅប៉ៃ បងស្គាល់បងសតាំងពីយូរម្លេះ គេចំនួនឆ្លានជាធម្មតាគេប្រើខួរក្បាលចំណែកខ្ញុំប្រើតដៃជើង ចាអ្នកទាំងពីរមកស្រុកតាសៀដោយរបៀបណា ដោយសមត្ថភាពពូកែចវាយមើលឃើញតាំងពីនៅតូច មែនហើយខ្ញុំតែងតែគិតថាបើតាមសមត្ថភាពបងនៅលបងសបើមិនធ្វើការងារនេះមិនថាអ្នកធ្វើអ្វីក៏ដោយច្បាស់ជាជោគជ័យនៅក្នុងគ្រប់វិស័យជាមិនខានទេ ស្ដាយណាស់ដែលគ្មានពាក្យថាបា អញ្ចឹងនិយាយពីរឿងទៅមុខវិញបងចង់រស់នៅបែបណាចង់បានជីវិតបែបណា ចង់បានបែបណាបងធ្វើតាមចិត្តអូនចុះ ខ្ញុំគ្រាន់តែចង់រស់នៅជាមួយបងហូបបាយជាមួយគ្នា3ពេលរស់នៅជាមួយគ្នាគ្រប់រដូវឲ្យតែបានរស់នៅក្បែរបងជីវិតបែបណាក៏ខ្ញុំសុខចិត្តដែរ ណែតើខ្ញុំមកខុសពេលតាមែនដែរទេហ្នឹង បងឡាប៉ៃហេតុអីក៏ស្រាប់មកអញ្ចឹង តែនាងទូរស័ព្ទបាន ទូរស័ព្ទខ្ញុំកំពុងសាក់ថ្ម ឯងមកធ្វើអី ខ្ញុំ
ខ្ញុំមិនមែនមកមើលបងទេមានអ្នកខ្លះនៅទីនេះជួយមើលថែយូរមកហើយគេហត់ណាស់ក្នុងនាមជាបងប្អូនត្រូវតែមកយកចិត្តបន្តិចមិនដូចបងទេគ្មានភាពរ៉ូមែនទិកសោះណែ អរគុណលោកបងសអ្នកទាំងពីរដូចជាមិត្តភក្តិដែលធំឡើងជាមួយគ្នាអញ្ចឹង ព្រោះពួកយើងធំឡើងស្លៀកខោរួមគ្នាតាំងពីតូច ឯងមិនដែរស្លៀកទេឯងទំនេរពេកមែនទេ បើមិនទំនេរមិនក៏មានពេលមកមើលបង បងសមកហើយកុំប្រញាប់ទៅវិញអីណាចាំតិចខ្ញុំទៅខាងក្រោមធ្វើម្ហូបឲ្យញ៉ាំ ឡនណាខ្ញុំឃ្លានល្មមតោះឲ្យលឿនឡើង ឲ្យចាំយូរហើយ ហត់នឿយហើយ អរគុណបងឡាប៉ៃក្នុងស៊ុបនេះគឺមានដាក់ឆ្អឹងមាន់ល្អសម្រាប់ឆ្អឹងបងត្រូវញ៉ាំឲ្យច្រើនញ៉ាំទេ មើលទៅអ្នកគ្រូពេទ្យជាស្ត្រីមេផ្ទះល្អម្នាក់ពិតជាសំណាងខ្លាំងណាស់ បងប៉ៃ ទោះខ្ញុំធ្វើចុះ បងឯងថ្ងៃក្រោយកូនទៅជួបគ្នាទេ បញ្ញាប់ញ៉ាំហើយក៏បញ្ញាប់ត្រឡប់ទៅវិញរឿងនៅក្លឹបចិត្តចប់ហើយ បងនៅបងប៉ៃជជែកគ្នាទេខ្ញុំទៅទិញស្រាបៀរឲ្យពីរដបចាំមិនដែរ មិនបាច់ទេពួកយើងមិនប៉ះពាល់គ្រឿងសង្វឹងទេរបស់នេះជាចំណូលចិត្តរបស់ពួកយើង អា គ្រឿងសង្វឹងធ្វើឲ្យស្ពឹកសរសៃប្រសាទធ្វើឲ្យឆ្លើយតបយឺតយ៉ាវ មកពីបងរស់ក្នុងភាពគ្រោះថ្នាក់មែនទេតែត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលាបែបនេះ និយាយរឿងនឹងធ្វើស្អីបងអ្នកបងមិនញ៉ាំខ្ញុំស៊ីអស់ឥឡូវហ្នឹង ញ៉ាំឲ្យច្រើនទេ អានេះបងថ្លៃទោះឲ្យខ្ញុំ មិនអីទេបងអង្គុយចុះទេបងប្អូនគួរតែជជែកគ្នា បាននឿយហត់អ្នកបងហើយ ទុកស៊ុបនៅទីនេះអស់ហើយញ៉ាំបន្ថែមបន្តិចទេ ហេយ៉ាយល់ពីនៃពាក្យថាគ្រួសារកក់ក្ដៅហើយមិនឆ្ងល់ទេដែលបងមិនទៅតាមចិត្តជីវិតបែបនេះជាអ្វីដែលមនុស្សដូចជាពួកយើងប្រាថ្នា ឯងជំនួសតែងតែលុបលុនកាន់តែប្រាថ្នាកាន់តែមិនហ៊ានសង្ឃឹមទើបមិនហ៊ានប្រគល់ឲ្យបើសិនជាការនោះឯងមិនបានជួយខ្ញុំទេប្រហែលជាពេលនេះខ្ញុំនៅឋានខ្មោចបាត់ទៅហើយ រឿងវាចប់ហើយមែនហើយរបួសរបស់បងយ៉ាងម៉េចហើយជៀនហឹងគេដាក់លក្ខខណ្ឌចុងក្រោយហើយបើបងមិនឆាប់ជាគេនឹងដាក់អ្នកថ្មី ក៏គ្រាន់បើដែរគ្រាន់តែប្រើដៃមិនទាន់បានក ន្លែងខ្មៅងងឹតនោះគ្រាន់តែបងទៅឈរក៏មានអំណាចដែរចាំខ្ញុំជាអ្នកចេញដៃចុះអ្នកបងមានកម្រងទុកគាត់ណែណាលាក់នៅក្បែរខ្លួនឬក៏ជូនគាត់ទៅឲ្យឆ្ងាយ នៅក្រោមព្រែកដានហឹងចង់លាក់ខ្លួនកុំល្ងីផងដែរឯងសង្ឃឹមប្រមាណភាគរយ 70% បានខ្ញុំនឹងវាយកកន្លែងអង្គុយរបស់ឯង ហ្វានអូជីវហ្វានអូជីវហ្វានអូជីវ មិនគុំនឹងគេងតែទៀតកាត់អី គ្មានអីទេបងកំពុងធ្វើអីហ្នឹង ធ្វើប្រព័ន្ធទឹកមើលថែខ្ញុំយូរហើយផឹកទឹកក៏មិនស្រួលទឹកងុយក៏ត្រូវដងខ្លួនឯង មិនអីទេនៅជនបទមិនស្រួលដូចក្នុងក្រុងទេខ្ញុំថាផ្ទះនេះក៏ល្អម្យ៉ាងដែរខាងមុខដាំបន្លែខាងក្រោយដាំផ្កាមានផាសុខភាពស្រួលណាស់ ដំឡើងសូឡាឲ្យអូនក្រោយផ្ទះមានបន្ទប់ទឹកថ្មីអណ្ដូងមានម៉ូទ័របូមតបចំនៅក្នុងផ្ទះបាយធ្វើម្ហូបងាយស្រួលជាងមុន មិនក៏ធ្វើច្រើនម្ល៉េះចង់បាត់មកពីជីវិតអូនមែនទេ បងគ្រាន់តែចង់ឲ្យអូនងាយស្រួលតែប៉ុណ្ណោះ រស់នៅទីនេះសម្រាប់ពួកយើងមែនទេ លឺឡាប៉ានិយាយថាអូនដើម្បីមើលថែបងសុំច្បាប់នៅមន្ទីរពេទ្យហើយក៏កាត់ប្រាក់ខែចៃដន្យអីគ្រូពេទ្យដែលធ្លាប់ជួយក៏មកជួយពេទ្យនៅជនបទនេះឲ្យគាត់ជួយស្នើឲ្យអូនធ្វើជាពេទ្យនៅប្រចាំភូមិនេះ បងមិនបានសម្រាប់ពេញមួយយប់មែនទេមានអីមិនស្រួលខ្លួនទេ សុំទោសបងក៏បានសម្រេចជំនួសអូនបែបនេះគឺគ្រាន់តែចង់លាក់អូននៅទីនេះ បងនឹងបងប៉ៃប្រកែកគិតទុកមុនណាធ្វើបែបនេះតើអ្នកទាំងពីរចង់ធ្វើអីមែនទេ
ប្រកាសណាគឺក្លិនទឹកអនាម័យស្ត្រីក្លិនមានរូបមន្តនិងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េខាងត្បូងផលិតដោយអ្នកជំនាញជាជនជាតិកូរ៉េផ្ទាល់និងត្រូវបានពិសោធន៍ធ្វើតេស្តដោយខាងឡាបូត្រឹមត្រូវនិងច្បាស់លាស់ហើយបញ្ជាក់ថាមានសមត្ថភាពក្នុងការប្រើប្រាស់ចម្រាញ់ចេញពីធម្មជាតិមានសារធាតុផ្សំទុកនៅអាស៊ីតឡាតិកដែលជួយបង្កើនបាក់តេរីល្អកម្ចាត់នៅបាក់តេរីអាក្រក់ហើយផ្ដល់នូវកម្រិត pH 4.5 ក្នុងការជួយរក្សានៅកម្រិតតុល្យភាពនៅកន្លែងបន្តពូជបានល្អមានទំនុកចិត្តនិងភាពជឿជាក់ជាមួយ Clan Intimate Wash ប្រាប់មក កុំបារម្ភអីគ្រាន់តែចង់រស់នៅក្រោមពលឺថ្ងៃតែប៉ុណ្ណោះ ចុះពេលនេះ បងនឹងឡាបែកដោះស្រាយចប់បងនឹងអូននៅរៀបការជាមួយគ្នាហើយ ចុះរឿងនោះគ្រោះថ្នាក់ដែរទេ មិនគ្រោះថ្នាក់ទេ កុំបោកអូនណា មិនបោកទេសុំទោសលើកនេះខ្ញុំបោកនាងហើយកុំបារម្ភអីបងនឹងការពារអូនឲ្យមានសុវត្ថិភាពបន្តិចទៀតធ្វើឲ្យលឿនកន្លែងនេះទួតដាច់ស្រយាលតែមានសុវត្ថិភាពមានអ្នកខ្លះដើរកាត់ទីនេះមិនចាប់អារម្មណ៍ទេ យល់ព្រមមិនក៏មិនទាន់មកវិញ លោកណាមិនដឹងខ្យល់មិនក៏កប់ជ្រៅខ្លាំងម្ល៉េះ កាលនោះមិនមែនឯងអ្នកប្រាប់ទេឲ្យកប់ជ្រៅបន្តិចនោះ ខ្ញុំថាលបងខ្មៅឯងចំណាយពេលខ្លះមិនសូវជាចំណេញទេឡនណាស់ចរិតមុខងាប់របស់បងបានកែប្រែហើយ ឯងក៏ដូចគ្នា ដូចគ្នាយ៉ាងម៉េចខ្ញុំគ្រាន់តែសម្ដែងទេបងទៅប៉ិនមិននិយាយទេមកមើលលុយចាស់របស់ពួកយើងវិញទៅអូយ ជួយវិខ្ចង់ខ្ញុំផង អ្នកណាចង់ចែកជាមួយបងចំណែករបស់ខ្ញុំទុកថ្លៃបណ្ណាការរៀបការបងចុះលុយជារបស់ក្រៅអស់ហើយរកថ្មីបានពីមុនយើងគ្មានជំរើសទេតែមុខទៀតខ្លាចអីគ្មានលុយផ្ញើធនាគារមែនទេ ឡោះក្នុងនាមខ្ញុំជាបងធំឲ្យបងថ្លៃជួយទុកឲ្យសិនចុះទុកជាដើមទុនរកស៊ី គ្មានបញ្ហាទេ មិនក៏មិនចាំបងនៅខាងក្នុង អូនគេងមិនលក់ អ្នកទាំងពីរខ្ញុំនៅទីនេះតើ នេះគឺអ្នក បង5ដាក់បងតាមត្រង់ទៅខ្ញុំមិននៅធ្វើជាភ្លើងចរាចរណ៍ទេស្អែកកុំភ្លេចមកខ្លំ លាឲ្យបំបី អូយចាប់សម្រាប់ទៅកុំយឺតពេលអសោះណាអូយ នេះជាអីទេ លុយសន្សំទុកការប្រពន្ធបើមើលទៅ ស្អីគេទេប្រាក់ខែទាំងនេះស្មើប្រហែលខែ ខ្ញុំនឹងឡាបាយគ្មានអត្តសញ្ញាណប័ណ្ណទេដូច្នេះមិនអាចយកលុយទៅផ្ញើនៅធនាគារបានឡើយហើយប្រាក់ខែទាំងអស់យកមកធ្វើជាដុំបែបនេះហើយប្រាក់ទាំងអស់នេះប្រគល់ឲ្យអូនជាអ្នកចាត់ចែងហើយ បងបានជួយដេញពួកបងធំនៅស៊ីងចេញព្រោះបារម្ភថាខ្ញុំនឹងដើរផ្លូវជប់មិនមានសុវត្ថិភាពជួបផ្ទះនៅចិត្តមន្ទីរពេទ្យព្រោះខ្លាចខ្ញុំមានរបួសក៏រញច្រានខ្ញុំឲ្យចេញឆ្ងាយហ្វានអូជាចង់ដឹងណាតើបងនៅលាក់រឿងអ្វីទៀតប្រាប់អូនឲ្យអស់មកណាបើមិនអញ្ចឹងថ្ងៃនេះមិនឲ្យគេលើក្រែអូនទៀតនោះទេ ចាប់តាំងពីចេញពី clinic នៅទល់មុខនោះឯងរកផ្ទះសំណាក់នៅទល់មុខនោះហើយបងតែងតែលបមើលអូនរហូតឃើញអូនទៅដល់ផ្ទះមានសុវត្ថិភាពទើបបងត្រឡប់ទៅវិញមានតែប៉ុណ្ណឹង អញ្ចឹងប្រាប់តាមត្រង់មកបងលួចស្រឡាញ់ខ្ញុំយូរហើយមែនទេមែនទេប្រាប់ខ្ញុំមកប៉ិតមែនទេមនុស្សមាត់រឹង សុំទោសដែលបងនិយាយសម្ដីធ្វើឲ្យអូនឈឺចាប់ ច
ចុះត្រូវធ្វើម៉េចរឿងនេះត្រូវតែពិន័យ ពីន័យយ៉ាងម៉េច ឲ្យខ្ញុំគិតមើលសិនគូពិន័យយ៉ាងម៉េចតែអុយមិនមែនពិន័យបែបហ្នឹងទេណា ហាមស្រែកតែឈប់ណាជួយអត់ថ្មិតសម្រាប់បន្តិចបានទេខ្ញុំងងុយគេងណា បងត្រូវចេញទៅក្រៅមួយរយៈ ជួបបណ្ណាដៃ មិនច្បាស់លាស់ទេប៉ុន្មានថ្ងៃនេះអូនអាចត្រឡប់ទៅរោងឆាំងសិនទៅចាត់ចែងការងារផ្ទាល់ខ្លួនរបស់អូនទៅរឿងការរស់នៅរបស់អូនបងបានឲ្យប្តីប្រពន្ធពេទ្យជួយមើលថែហើយ សន្យានឹងខ្ញុំសិនមកថាត្រូវតែមានសុវត្ថិភាព កុំរំអីខ្ញុំមិនធ្វើឲ្យខ្លួនឯងគ្រោះថ្នាក់ទេ ល្អណាស់ខ្ញុំនឹងចាំបងត្រឡប់មកវិញ ឈ្មោះសុងស៊ីលូននេះខ្ញុំចូលចិត្តណាស់កើតនៅមណ្ឌលកម្មាកំព្រារងអាន ត្រូវហើយគេត្រូវបោះបង់ចោលនៅមណ្ឌលកម្មាកំព្រាមានកម្រិតវប្បធម៌វិទ្យាល័យជំនាញជួសជុលម៉ាស៊ីនកាលពីកន្លះឆ្នាំមុនគេបានទៅដើរលេងនៅក្រៅប្រទេសចាញ់ស្បែកនៅក្រៅស្រុកហើយក៏បានស្លាប់ខ្លួនម្នាក់នោះគឺចរិតឯកាមើលទៅដូចជាបងដែរសូមគោរពហ្វុងស៊ីលូ ចុះឯងវិញនោះ កាលពី13ឆ្នាំមុនព្រោះតែជំងឺសេនេទិកគេចុះហត្ថលេខាបរិច្ចាគសពដើម្បីព្យាបាលនៅក្រៅប្រទេសប៉ុន្តែចុងក្រោយក៏បានស្លាប់ទៅព្រោះបានព្រមព្រៀងសរីរាង្គសំខាន់រួមមានបេះដូងកលៀនកែវភ្នែកដែលត្រូវបានប្តូរឲ្យមនុស្ស3នាក់ផ្សេងគ្នាអស់ហើយ ទាំងនេះគឺជាផុសតាំងស្រាប់គេក៏ជាក្មេងកុមារកំព្រារងអានដែរ មានអីមែនទេ ខ្លួនលោកដូចបងប្រអានស៊ីន អត្តសញ្ញាណម្នាក់នេះគឺជាបងប្រុសម្នាក់ដែលធ្លាប់ល្អជាមួយអាននៅកុមារកំព្រា ចៃដន្យមែន មិនចៃដន្យទេ កើតស្អីហ្នឹង 13ឆ្នាំមុននៅក្រុមអ្នកលេងមានករណីពិសេសគឺបញ្ហាបេះដូង ឲ្យតែឯងចូលរួមខ្ញុំនឹងមើលថែប្អូនឯង គឺគ្មានរឿងចៃដន្យបាននេះទេគឺមនុស្សអ្នករៀបចំ តើបោះនិយាយស្អីរៀបចំស្អីទៅ ចាំហេតុផលឲ្យខ្ញុំ5នាទីហេតុអីក៏ចូលជំរុំមួយយ៉ងទេ ចាំតើប្អូនស្រីរបស់បងត្រូវការបដូរបេះដូង អានជាករណីពិសេសអញ្ចឹងហើយបានជាមានព្រឹត្តិកម្មខ្លាំងព្រោះបេះដូងមានជំងឺសេនេនិកជំងឺមួយយ៉ាងនេះអានខ្លាចតែជាសត្វកណ្ដុរសាលបងពួកគេ របស់ហ៎ មិនអីទេភ្លាមបែបនេះពិបាកទទួលយកការពិតរៀបចំរួចហើយមែនទេ ឬមួយក៏ចាំបងធុស្រាសិនរងចាំប្រហែលថ្ងៃទៀតទេ ពីមុនដើម្បីខ្លួនឯងប៉ុន្តែពេលនេះគឺដើម្បីឯង រូបខ្ញុំ អានជាងអានស៊ីននិងជនរងគ្រោះឯទៀតគ្រាន់តែជាឈ្នន់របស់គេតែប៉ុណ្ណោះពួកគេយកជើងមកធ្វើជាឈ្នន់មហិច្ឆតារបស់គេកុំចាត់មនុស្សអាក្រក់មិនអាចបងអង្គបានទេ ត្រូវហើយមិនលើកលែងឲ្យអក្រិតជនទេជាកាតព្វកិច្ចរដ្ឋគ្រប់គ្នានៅតាសៀជាទូនាទីរបស់យើងមែនទេអ្នកក្លាហានហ្វុងស៊ីលូ តិចតួចបែបនេះទោសរបស់ផាន់អឺគឺនៅក្នុងសិភៅមួយក្បាលនេះ នេះនៅក្នុងតាសៀវាត្រូវគ្របកំភ្លើងទី1ប៉ុណ្ណោះ ខ្ជិះខ្ជាយខ្លាំងណាស់គ្រាន់តែបែរមុខរកពន្លឺឆ្ពូងទៅមុខគ្រាន់តែចង់នៅក្បែរអ្នកណាហើយចុះណាគេមកកាត់ច្បាប់ហ្នឹងហ៎ណាលបងផៃ
ឯងលោកម្ចាស់ប៉ៃខ្ញុំមិនបានមករករឿងទេណាលោកម្ចាស់ប៉ៃ ចិនសៅថ្ងៃនេះគឺខ្ញុំមកដើម្បីជូនដំណឹងលោក គឺអើយកុំសម្រាប់ខ្ញុំឲ្យប៉ារបស់ខ្ញុំប្រកាសជាមិនលើកលែងអមរុយមរាជទេ ណែអ្នកប្រុសចិនកំពុងតែនិយាយស្អីតានេះជាអ្វីណែខាងក្នុងមានផោះតាំងជៀនហិនចាប់ចំណុចខ្សោយរបស់ប៉ាលូងនិងរឿងរ៉ូស៊ីខុសច្បាប់នៅក្រុងយ៉ាងឈឹង គឺ អ្នកប្រុសចិនដឹងអ្វីត្រូវធ្វើហើយនៅ លោកមិនជាមនុស្សជិនហឹងទេ អាយ៉ាអ្នកប្រុសចិនយល់ច្រឡំហើយមានលុយប្រាមនុស្សកិនម្សៅបានមានគេចង់លេបជាងហិនខ្ញុំគ្រាន់តែជាមនុស្សធ្វើការដើម្បីលុយតែប៉ុណ្ណោះប៉ាលោកខ្លាចជាងហិនព្រោះថាគេមានផោះតាំងទាំងអស់នេះពេលនេះផោះតាំងនៅនឹងលោកចិនយកទៅឲ្យប៉ារបស់លោកទៅគាត់ប្រកាសជាឈប់មើងងាយលោកថាជាមនុស្សអត់បានការទៀតហើយ បាញ់អ៊ូឆាងចេញមុខគឺមិនរាយខាតទេហើយចោះមានលក្ខខណ្ឌអ្វីដែរទៅ ខ្ញុំចូលចិត្តនិយាយជាមួយអ្នកឆ្លាតណាស់ខ្ញុំមិនសប្បាយចិត្តទេអ្នកប្រុសចិនជំពះគុណខ្ញុំមួយហើយ បំណុលលុយគ្រួសារសងបំណុលគុណគឺពិបាកសងណាបងពិតជាលុបលុនណា អាណាអត់ភ្នែកហ៊ានមកបំផ្លាញរឿងល្អរបស់អញវើយយមរាជខ្មៅវ៉ូអ៊ូជីយើងមិនទៅរកឯងទេតែឯងបែរជាមករកយើងដោយខ្លួនឯងហ៊ានចាំមនុស្សត្រកូលចាំមកធ្វើបាបនៅក្នុងទឹកដីរបស់យើងផងខ្មោចនៅឋាននរករបស់ពួកឯងគឺជាឆ្កែដែលគេបញ្ជាឲ្យខំ ខ្មោចមិនជាឆ្កែគេទេមានលុយប្រាខ្មោចបានលោកលីននេះមែនទេដែលសុទ្ធតែមាស គួរឲ្យចាប់អារម្មណ៍ខ្ញុំមិនទាន់អស់លុយផងខ្មោចឯងនេះធ្វើការលឿនណាស់កាន់ម្សៅដោយខ្លួនឯង រឿងជប់នេះកុំឲ្យអ្នកទី3ដឹងអសោះណា របស់ប៉ុណ្ណេះអាចផ្ដួលជាងហឹងបាន កុំចាត់មនុស្សអាក្រក់គឺជាទំនួលខុសត្រូវមនុស្សម្នាក់ ប្រមាណបងតាមណា 2លានជាលុយសុនផ្ញើទៅបារាត្រីនោះទៅរំលឹកមួយឃ្លាឲ្យលឿនបើជាងហឹងដួលអ្នកផ្សេងនឹងមកដណ្ដើមនំខេកធំណាស់លោកចង់បានទេវាអាស្រ័យទៅលើសមត្ថភាពពួកគេគិតឲ្យច្បាស់ទៅប្រាលីនសៀវជាឆ្កែព្រីដើម្បីស៊ីដានហឹងដែលជាខ្លារួមជាមួយនឹងកំជ្រោងចាស់ដែលឡៅពីប្រាលនោះទោះបីជាគេមានអំណាចប៉ុណ្ណាក៏មិនអាចទប់ឈ្នះដែរឯងចាប់ការងារហើយហ៎ មួយរយៈនេះកុំទៅរកអ្នកបងអីកុំឲ្យមានបញ្ហាបោះមិនចាំបាច់ ត្រកូលលីននៅក្នុងក្រុងត្រកូលចិនởអាងឆឹងត្រកូលសៀនៅចាំងឆឹងត្រកូលវិននៅលូឆឹងត្រកូលធំទាំង4ចេញមុខវាគ្មានពេលមកខ្វល់ខ្វាយមនុស្សតូចតាចដូចជាយើងទេបានហើយខ្ញុំបាត់ហើយ ហ្វានអូជីវ មិនក៏សប្បាយចិត្តម្ល៉េះ ប្រកាសជាសប្បាយ ចូលចិត្តទេ ចូលចិត្ត ខ្ញុំនិយាយពីផ្កា អូននិយាយពីបងធ្វើអីនឹងកង់អូននៅខាងក្រៅនៅឡើយទេលោកជីនរៀបចំគ្រួសារពូទី2គាត់រួចហើយ ប្រហែលឆ្នាំមកនេះលឿនណាស់ត្រូវគេតាមដានសម្លំគម្រោងជៀនឈឹងបានបាត់បង់ថែមទាំងខូចឈ្មោះទីនបន្ទាប់ពីចប់រឿងនេះឲ្យក្រុមការងារដកថយរក្សាគម្លាតនៅក្នុងស្រុកអភិវឌ្ឍនៅក្រៅស្រុក ចុះខាងវិមានខ្មោចនោះ ឲ្យពួកគេលាក់ខ្លួនទៅធ្វើការងារកំសាន្តវិញកាស៊ីណូកន្លែងកំសាន្តកាត់ចោលរក្សាទុក KTV នៅកន្លែងងូតទឹកហៅមនុស្សមកវិញចៅក្រមនិងខ្មោចសឲ្យមើលការងារនៅលូឈឹងចំណែកយានឈឹងកាត់ចោលទៅ ចាលោក ដឹងហើយ
នីតិបុគ្គលគឺជាងសាងកម្រិតខ្ពស់នៅអាងឈឹងពាក់កណ្ដាលត្រូវជាប់គង់ជាងហិនកាត់កន្ទុយយកប្រលឹងដោយដកខ្លួនចេញពីអានឈឹងទាំងស្រុងអ្នកដែលនៅសល់ត្រឡប់ទៅឡឈឹងវិញក្នុងរយៈពេល3ឆ្នាំខាងមុខក្នុងស្រុករក្សាអ្វីដែលមានចំណាយអាជីវកម្មប្រភេទនៅក្រៅប្រទេសជាគោលដៅ ជួយមើលអានអាឡូផង ចង់ទទួលខុសត្រូវម្នាក់ឯងចង់ទទួលទោសចំនួនខ្ញុំ បានសិនជាគេដឹងថាយើងជាអ្នកធ្វើប្រកាសជាមានមនុស្សម្នាក់ទៀតចេញមុខជំខាន ខ្ញុំមិនតន់ចោះចាញ់ទេបងក៏ហាមបោះបង់ក្នុងរយៈពេល3ឆ្នាំចាំពេលដែលខ្ញុំគ្រប់គ្រងអំណាចជាហិនចាំពេលវិបវិញសម្រាប់ក្នុងមួយក្បាច់រួចក៏ផុតពីការគ្រប់គ្រងគេ ឡោះ ពេលត្រឡប់ទៅវិញលក្ខណៈបោះឲ្យចិននាងគឺជាចំណុចខ្សោយរបស់បងកុំឲ្យជាហិនដឹងឲ្យសោះ ហ្វាន់អូជីវហ្វាន់អូជីវហ្វាន់អូជីវ អាន អូនស្មានថាបងទៅបាត់ទៀតទេ យើងបរាជ័យហើយ បរាជ័យរឿងអី ខ្ញុំនឹងទៅឡាប៉ៃ មនុស្សដែលគ្រប់គ្រងអ្នកទាំងពីរម្នាក់នោះតើត្រូវធ្វើម៉េចទៀត ចាក់ចេញពីខ្ញុំឬក៏រៀបការជាមួយខ្ញុំ មួយផ្លូវជាផ្លូវរស់ដ៏ស្អាតស្អំមួយផ្លូវទៀតជាផ្លូវធោះច្រកដ៏គ្រោះថ្នាក់បើអូនចាក់ចេញបងនឹងចេញទៅបាត់ពីអូនទៀតតែបើអូននៅទីនេះបងខ្លាចការពីអូនមិនបានមែនទេបងបែរនិយាយថាខ្មោចមិនត្រូវមានស្នេហាដែលជាចំណុចខ្សោយបើមានត្រូវលាក់ឲ្យចិត្តហ្វាន់អូជីវបងលាក់អូនទុកទេហ្វាន់អូជីវអូននឹងរងចាំថ្ងៃមួយដែលបងអាចរស់ក្នុងពន្លឺសុំស្នេហ៍អូនដល់ចំហ ប្រកាសណាស់គឺក្លិនទឹកអនាម័យស្ត្រីក្លិនមានរូបមន្តនិងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េខាងត្បូងផលិតដោយអ្នកជំនាញជាជនជាតិកូរ៉េផ្ទាល់និងត្រូវបានពិសោធន៍ធ្វើតែដល់ខាងឡាបួត្រឹមត្រូវនិងច្បាស់លាស់ហើយបញ្ជាក់ថាមានសុវត្ថិភាពក្នុងការប្រើប្រាស់ចម្រាញ់ចេញពីធម្មជាតិមានសារធាតុផ្សំទុកនៅអាស៊ីតឡាតិកដែលជួយបង្កើនបាក់តេរីល្អកម្ចាត់នៅបាក់តេរីអាក្រក់ហើយផ្ដល់នូវកម្រិត pH 4.5 ក្នុងការជួយរក្សានៅកម្រិតតុល្យភាពនៅកន្លែងបន្តពូជបានល្អមានទំនុកចិត្តនិងភាពជឿជាក់ជាមួយ Clean Intimate Wash